បាទបងប្អូនតាមពិតដូចខ្ញុំជម្រាបអញ្ចឹងថ្ងៃនេះគឺជាថ្ងៃដ៏សោកសង្រេងខ្លាំងមែនទែនចំពោះខ្ញុំសែនក្តុកក្តួលនៅក្នុងផ្លូវចិត្តដោយសារតែពេលដែលឃើញព័ត៌មានតាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ពីរធំនៅក្នុងថ្ងៃតែមួយតែនៅទីតាំងពីរខុសគ្នាតែស្ថានភាពអត់ខុសគ្នាទេគឺស្ថានភាពកម្មករគឺលំបាកខ្លាំងណាស់បងប្អូនមើលទៅរកម្មភ្នែកណាស់ គេដឹកកម្មករយកទៅធ្វើការដូចដឹកជ្រូកដឹកកបីជួនកាលអាចដឹកគោដឹកជ្រូកដឹកកបីអាចមានភាពប្រសើរជាងដឹកកម្មករនឹងទេដឹងព្រោះគេដាក់ជ្រូកដាក់អីគេមានថ្នាក់គេមានអីខាំងលបាំងឈើអីកុំឲ្យគោនឹងអាចលូតចេញពីរថយន្តអីបានអញ្ចឹងណាប៉ុន្តែបើដឹកកម្មករវិញបងប្អូនទៅមើលទៅម្រាមដៃចាក់តើយើងមានតម្លៃលើសពីសត្វធាតុប្រមាណទៅនៅពេលដែលយើងជិះបជ្រៀតគ្នាដូច្នេះហើយខ្ញុំនិយាយនេះគឺម្ដងនេះខ្ញុំនឹងប្រលះអាជ្ញាធរមានសមត្ថកិច្ចឲ្យអស់ដៃម្ដងដើម្បីឲ្យអស់ចិត្តដែរព្រោះអីអាណិតស្រឡាញ់និងសោកស្ដាយជីវិតកម្មករទាំង14នាក់ដែលមិនគួរណាស្លាប់សោះហើយបើសិនជាវិធានការការពារក៏អាចការពារបានដែរបើសិនជាយើងមានចំណាត់ការច្រើនយ៉ាងដែលខ្ញុំនឹងពន្យល់បន្តិចទៀតហើយខ្ញុំដកស្រង់មតិជាច្រើនណារបស់បងប្អូននិយាយពីរឿងស្ថានភាពចរាចរណ៍នៅកម្ពុជាហ្នឹងគាត់ថាខ្ញុំក៏សូមចូលរួមរំលែកទុកដល់ក្រៀមក្រំដល់ក្រុមគ្រួសារសពទាំងអស់នៃគ្រួសារកម្មការនីដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងនិងខេត្តស្វាយរៀងនៅថ្ងៃនេះ14នាក់មិនតិចទេបងប្អូនហើយភាគច្រើនជាស្ត្រីព្រោះកម្មការនីរោងចក្រនឹងគ្នាជាបង្គោលគ្រួសារណាបងប្អូនទៅធ្វើការមួយគ្រួសារជួនកាលមានតែស្ត្រីម្នាក់នឹងឯងដែលជាបង្គោលរកទទួលទានប្រាក់ខែបានប្រមាណបងប្អូន$210ព្រលឹមប្រលប់ព្រលឹមចេញប្រលប់ចូលជួនកាលដើម្បីបានប្រាក់ថែមតិចតួចទៅព្រោះអា210ហ្នឹងគឺវាមិនគ្រប់ទេគឺត្រូវការថែមម៉ោងថែមអីចេញតាំងពីព្រលឹមអុលរហូតតតែយប់ជ្រៅបានជួបមុខក្រុមគ្រួសារអីអញ្ចឹងហើយបានតែមួយកែមិនតឹងចង់គ្រប់ទៅទៀតហើយប៉ុន្តែថ្ងៃនេះគឺមានគ្រួសារច្រើនណាស់ដែលចាក់ចេញពីផ្ទះអត់បានវិលទៅផ្ទះវិញទេមិនចំពោះថាទូរស័ព្ទប្រាប់កូនចៅថានឹងទទួលទានអាហារល្ងាចជុំគ្នាយ៉ាងណាទេគឺជាទូរស័ព្ទចុងក្រោយហើយនេះគឺជារឿងសោកសង្រេងមែនទែនបងប្អូនដែលគ្រោះថ្នាក់ចរាចរណ៍នេះគឺបានផ្ដាច់ផ្ដាល់ជីវិតមនុស្សដ៏រដោករណែលពេញផ្លូវហើយរកម្មចិត្តរកម្មចិត្តអាណិតអាសូរបងប្អូនទី1គឺយើងបាត់ធនធានបាត់ប្រភពចំណូលរបស់គ្រួសារមិនដឹងជាគ្នាកើតទុកខ្លោចផ្សាតើស្ថានភាពគ្រួសារកំពុងតែដាបស្រាប់នឹងតើវានឹងរងទុកធ្ងន់ប៉ុណ្ណាទៅទៀតទៅហើយតើបន្ទុកនេះអ្នកណាជួយហើយចោះតើអ្នកដទៃទៀតនឹងបាក់ស្បាតនឹងភ័យស្លន់ស្លោស្លុតចិត្តនឹងប៉ុណ្ណាទៀតតើជំងឺផ្លូវចិត្តនេះនឹងមានដាបប៉ុណ្ណាតើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះវាមានប្រសើរអីទេព្រោះអីបើតាមមើលឃើញដូចជាខំប្រឹងណាស់ដែរអាជ្ញាធរមូលដ្ឋានអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងឮតែប្រឹងតែដល់ពេលហើយគ្រោះថ្នាក់ចរាចរណ៍នេះឬគឺជាលើកទី1ហើយដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់កម្មករច្រើនជាងគេនៅក្នុងប្រវត្តិនៃការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវណាខ្ញុំអានសាររបស់ក្រសួងការងារបន្តិចដើម្បីឲ្យដឹងថាតួលេខពិតប្រាកដហ្នឹងមានកម្មករប្រមាណរបួសកម្មករប្រមាណស្លាប់ហើយកើតហេតុហ្នឹងនៅទីតាំងណាខ្លះនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារគឺក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈវគ្គមានសេចក្តីរន្ធត់យ៉ាងក្រៃលែងខ្ញុំសូមសរសើរការផ្ដើមលិខិតរបស់ក្រសួងការងារកន្លែងនេះដែលសរសេរត្រូវបើសិនជាគាត់ដាក់ថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានកិត្តិយសសូមជម្រាបថាកម្មករស្លាប់14នាក់ដោយអារឿងតែទាហានយើងពាក់លីទៀតខ្ញុំប្រលះក្រសួងការងារនេះឲ្យណានៃហ្មងប៉ុន្តែគេធ្វើកើតហេតុអីបានក្រសួងការងារគេធ្វើកើតខ្ញុំឆ្ងល់អារឿងក្បាលលិខិតដែលមិនដាក់ថាយើងមានកិត្តិយសអញ្ចឹងមកអារឿងធ្លាក់ដល់បាតដាលណាក៏កិត្តិយសដែរនេះគឺជារឿងនិយាយត្រូវហើយខ្ញុំសូមសរសើរលើកទឹកចិត្តឲ្យក្រសួងមន្ទីរទាំងអស់ឲ្យលោកបើកភ្នែកមើលឡើងវិញនៃការសរសេរផ្ដើមលិខិតមិនមែនលិខិតមកចេះ copy ច្រឡងតាមគ្នាឲ្យតែស្អីក៏ដោយក៏សិតតែមានកិត្តិយសសូមជម្រាបទេមិនមែនអញ្ចឹងទេមានកិត្តិយសសូមជម្រាបតែដំណឹងល្អទេតែដល់ពេលដំណឹងថាគេវាយយើងស្លាប់អស់ប៉ុណ្ណេះអ្នកយើងមានកិត្តិយសអាហ្នឹងវាជារឿងក្មេងបៀមដៃក៏មើលថាមិនត្រូវដែរតែអស់លោកមើលទៅមិនឈឺក្បាលសោះយូរច្រើនដល់សំបីថ្មីហ្នឹងក៏នៅតែមានក្រសួងមន្ទីរខ្លះនៅតែសរសេរមានកិត្តិយសសូមជម្រាបជូនដំណឹងថាភាគីថៃអត់ព្រមបើកការចរចា JBC ទេអញ្ចឹងកិត្តិយសដែរគេប្រាប់មកអត់ព្រមចរចាដើម្បីបានដីខ្មែរមកខ្មែរវិញអញ្ចឹងកិត្តិយសដែរចង់បានថាគេថាខ្ញុំនឹងទៅទៀតដែរប៉ុន្តែតនឱកាសមានគឺជួយកែគ្នាខ្ញុំមិនទាមទារឲ្យរដ្ឋាភិបាលក្រសួងមន្ទីរអស់នឹងកែទេព្រោះអស់លោកដេកដាស់មិនភ្ញាក់ទេប៉ុន្តែនិយាយខ្លះទៅព្រោះកោកសឹកមាត់តដោកឆ្អែតពោះកបីអីក៏ដោយក៏ធ្វើឲ្យអស់លោកនឹងក៏ចេះឈឺឆ្អាលឬក៏
ខ្មាស់អៀននឹងអំពើផ្ដេសផ្ដាស់ដែរតែខ្ញុំម្ដងទៀតខ្ញុំសរសើរក្រសួងការងារកន្លែងនេះមួយដែលផ្ដើមក្បាលលិខិតដ៏ត្រឹមត្រូវគាត់ថាក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈមានសេចក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន2ករណីដែលកើតឡើងព្រមគ្នានៅថ្ងៃទី23ខែឧសភានៅខេត្តកំពង់ឆ្នាំងនិងខេត្តស្វាយរៀងដោយគិតត្រឹមម៉ោង10នេះគឺបណ្ដាលឲ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន93នាក់ក្នុងនោះគឺស្រី74នាក់ស្លាប់ចំនួន14នាក់អ្នកស្លាប់នោះគឺ10នាក់ជាស្ត្រីរបួសចំនួន15នាក់ស្ត្រីរបួស12នាក់និងរបួសស្រាលនិងរបួសធ្ងន់ហ្នឹងគឺ15នាក់របួសស្រាលគឺចំនួន64នាក់ក្នុងរបួសស្រាលហ្នឹងស្រី52នាក់ដែលរងរបួសករណីទី1គឺកើតឡើងនៅភូមិសាលាលេខ5ឃុំអូរស័យស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងរវាងរថយន្តដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិតដែលមានជនរងគ្រោះចំនួន53នាក់ស្ត្រី50នាក់នៅក្នុងនោះស្លាប់9នាក់នៅក្នុងខេត្តកំពង់ឆ្នាំងហ្នឹងដែលស្ត្រី8នាក់ហើយ9នាក់ស្លាប់គឺស្ត្រី8ហើយនិយាយទៅស្ត្រីសឹងទាំងអស់របួសធ្ងន់9នាក់ស្រី8នាក់ហើយរបួសធ្ងន់ហ្នឹងស្រី8នាក់ទៀតនិងរបួសស្រាលចំនួន35នាក់ស្រី34នាក់និយាយទៅគឺនៅកំពង់ឆ្នាំងស្រី95%ហើយដែលទាំងស្លាប់ទាំងរបួសធ្ងន់នេះករណីទី2កើតឡើងនៅភូមិថ្មីសង្កាត់សង្ខនៅស្រុកស្វាយរៀងខេត្តស្វាយរៀងរវាងរថយន្តដឹកជញ្ជូនកម្មករនិយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិតដូចគ្នារថយន្តដឹកកម្មករបុករថយន្តកម្មករអានោះគឺរថយន្តដឹកកម្មករបុកនឹងរថយន្តធុនធ្ងន់នៅស្វាយរៀងនេះគឺរថយន្តកម្មករបុករថយន្តកម្មករមិនដឹងថាគាត់បើកអាម៉េចឲ្យទៅបុកគ្នាកើតរថយន្តពីរបើកផ្លូវខុសគ្នាសោះនេះនិយោជិតដឹករថយន្តកម្មករនៅសន្ទុះឡានដឹករថយន្តកម្មករដែលគ្រោះថ្នាក់នៅខេត្តស្វាយរៀងនេះគឺមានជនរងគ្រោះ40នាក់ស្ត្រី24អញ្ចឹងបានន័យថាប្រុសច្រើនជាងប្រុសមិនមែនច្រើនជាងប្រុស16ហើយនៅក្នុងនោះស្លាប់ចំនួន5នាក់ស្រី2នាក់អញ្ចឹងប្រុសស្លាប់3នៅស្វាយរៀងស្លាប់ប្រុសច្រើនជាងស្រីរបួសធ្ងន់ចំនួន6នាក់ស្រី4នាក់អញ្ចឹងស្រីរបួសច្រើនជាងប្រុសនិងរបួសស្រាលចំនួន29នាក់ស្រី18នាក់អញ្ចឹងស្ទើរតែប្រហាក់ប្រហែលគ្នាស្រីប្រុសរបួសស្រាលនេះអញ្ចឹងតកតងនឹងរឿងនេះអ្វីដែលក្រសួងការងារបញ្ជាក់ខ្ញុំអានអត់អស់ទេព្រោះច្រើនណាស់គាត់ថាអញ្ចេះគ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះគឺជាថ្ងៃដែលសោកស្ដាយបំផុតដែលមានករណីបងប្អូនកម្មករនិយោជិតស្លាប់ច្រើនជាងគេក្រសួងនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀតបាទស្ដាប់ឲ្យច្បាស់បងប្អូនណាក្រសួងនឹងធ្វើការងារជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀតដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិតដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិតធ្វើបន្ថែមទៀតដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនអញ្ចឹងក្រសួងក៏ចាត់ទុកថាសុវត្ថិភាពដឹកជញ្ជូនកម្មករនឹងមានបញ្ហាខំធ្វើដែរតែធ្វើអត់ទាន់គ្រប់ខំធ្វើបន្តទៀតបាទខ្ញុំស្លេះកន្លែងហ្នឹងសិនអំពីអ្វីដែលក្រសួងការងារគាត់លើកឡើងពីខំធ្វើជាមួយកិច្ចការស្ថាប័នពីរឿងកម្មករបងប្អូនតាំងពីខ្ញុំនៅធ្វើការវិទ្យុអាស៊ីសេរីរឿងដែលខ្ញុំតាមដានញឹកញាប់ជាងគេគឺរឿងដែលទូមនិញជាងគេមិនដឹងជាយ៉ាងម៉េចឯខ្ញុំគឺខ្ញុំអាណិតកម្មករយើងដែលគេដឹកដូចសัตว์ជ្រូកសัตว์គោបងប្អូនដូចជ្រូកដូចគោចឹងបើជ្រៀតគ្នាដូចម្រាមដៃចឹងឡានកុំថាឡើយដល់ទៅប៉ះពៀតកិច្ចគ្នាបុកគ្នាណាបងប្អូនគ្រាន់តែបជ្រៀតគ្នានៅលើរថយន្តដែលជិះទៅកន្លែងធ្វើការហ្នឹងសឹងតែស្លាប់បាត់ហើយមិនទាន់ដល់កន្លែងធ្វើការផងជិះទៅតាមផ្លូវធម្មតាផងមិនបាច់ថាដល់ទៅបុកគ្នាហើយខ្ញុំកាលពីពេលហ្នឹងខ្ញុំមិនមែនថាយកបងយកអីកិត្តិយសអីខ្លួនឯងទេគឺអំពាវនាវឲ្យសម្ភាសអស់ហើយប្រធានសហជីពប្រធានអីហ្នឹងឲ្យប្រធានសហជីពគ្រប់គ្នាត្អូញត្អែលអ៊ូលទាំទៀមទាតម្រូវឲ្យរដ្ឋាភិបាលជួយកែប្រព័ន្ធដឹកជញ្ជូនហ្នឹងឲ្យល្អឲ្យមានសុវត្ថិភាពឲ្យមានខ្សែក្រវ៉ាត់កុំឲ្យជិះប្រជិតគ្នាអារឿងជិះប្រជិតគ្នាមកជុំឲ្យបងប្អូនទៅមើលរថយន្តគាត់អាបុកគ្នាហើយហ្នឹងអារថយន្តដឹកកម្មករមួយហ្នឹងម៉ាស៊ីនរថយន្តហ្នឹងសឹងថាទៅជាផេះផង់អស់លលួយខ្ទេចខ្ទីអស់ហ្មងគឺវាចាស់នោះចាស់ពេកគឺមើលអត់យល់ហ្មងតួរថយន្តម៉ាស៊ីនរថយន្តហ្នឹងគឺថាវាស្ទើរតែតាំងថាដួលថ្ងៃណាថ្ងៃហ្នឹងចិត្តតែយកមកជិះយកមកដឹកទៅដើម្បីឲ្យតែបានដល់គ្រងចាក់អីចឹងទៅរឿងសុវត្ថិភាពរឿងអីកុំខ្វល់តើវាសុវត្ថិភាពប៉ុណ្ណាតើហ្វ្រាំងនឹងវាជាប់ទេតើកាឡាកង់នឹងវាល្អទេតើម៉ាស៊ីននឹងវាអាចនឹងរត់មិនកធិកធៈដែរទេតើហើយអើយច្រើនរឿងណាស់ហើយតកង់ហ្នឹងក៏តែអញ្ចឹងដែរបងប្អូនឥឡូវមុននឹងខ្ញុំនិយាយដល់រឿងនេះចង់និយាយឲ្យអស់ហ្មងទៅមួយយប់នេះរឿងគ្រោះថ្នាក់ចរាចរណ៍នេះណាមិនមែនជារឿងលើកដំបូងទេច្រើនលើកច្រើនគ្រាហើយដែលរឿងហ្នឹងកើតឡើងយូរហើយដែលរឿងដឹកកម្មករទៅធ្វើការជិះដូចជ្រូកដូចកបីហ្នឹង
ដោយគោហ្នឹងគឺដឹកអញ្ចឹងយូរហើយលឺតាកែហ្នឹងគឺក៏លឺយូរហើយដែរខ្ញុំលឺសូកែសម្រុកខ្លាំងជាងគេគឺ1ឆ្នាំពេលដែលខ្ញុំមុននឹងខ្ញុំចាញ់ពីវិទ្យុអាស៊ីសេរីខ្ញុំចាំនៅឆ្នាំ2021ប្រឹងណាគូក្រសួងមន្ទីរហ្នឹងគឺគេមានប្រព័ន្ធជួបគ្នាតាម Zoom ផងតាមអីផងគឺថាអូយគេនាំគ្នាដោះស្រាយធ្វើម៉េចដើម្បីជួយបន្ធូរអាស្ថានភាពកម្មករកាត់ដេរហ្នឹងកុំឲ្យជិះប្រជ្រៀតគ្នាពេកឲ្យថាស្បើយអីចឹងដើម្បីថាបើគ្រោះថ្នាក់អីយ៉ាងណាទៅក៏មិនស្លាប់ច្រើនពេកដែរព្រោះតែប្រជ្រៀតគ្នាបងប្អូនដឹងហើយអត់មានអ្នកណាជួយអ្នកណាទេគឺឡានកលាប់ទៅចាក់ទៅគឺក្របយកទៅទាំងអស់ចុះឥឡូវទីហោះបើឡានមួយឡានហ្នឹងដឹកឥឡូវយើងដឹក60ទៅ70នាក់ឡានទូចមួយឡានទ្រុងមួយហ្នឹង60ទៅ70នាក់បងប្អូនគិតមើលចំណោះហ្នឹងបើដឹកគោដឹកបាន5ក្បាលទេប៉ុន្តែបើដឹកមនុស្សអាចដឹក50 60នាក់បានបើដឹកជ្រូកបាន4 10ក្បាលចុះព្រោះជ្រូកវាតូចជាងគោតែមនុស្សគឺយើងប្រជ្រៀតឲ្យខ្លាំងមែនតើបងប្អូនសាកមើលបើគ្រោះថ្នាក់ចរាចរណ៍បុកគ្នាក្តាំងថាគ្រាន់តែកិច្ចក្បាលគ្នាក៏ស្លាប់អស់មកកន្លះឡានដែរគ្រាន់តែកិច្ចក្បាលគ្នាមិនបាច់ថាដល់ថាចាក់ចោលទេប៉ុន្តែបើសិនជាមួយឡានហ្នឹងយើងជិះរហូតដល់ទៅ70 80នាក់តែមានគ្រោះថ្នាក់គឺស្លាប់សឹងតែទាំងអស់បាត់ហើយមានណាជួយណាលោតក៏លោតមិនទាន់ស្អីក៏មិនស្អីមិនទាន់ទៅវាជាប់គ្នាក្តាំងអស់អញ្ចេះគឺទៅហើយគឺជន់គ្នានឹងក៏ងាប់ដែរនិយាយទៅបើនិយាយអស់តែដល់ពេលអញ្ចឹងបានន័យថាឲ្យតែមានគ្រោះថ្នាក់គឺដឹងតែស្លាប់ច្រើនមកដោយសារអីអាមនុស្សវាច្រើនពេកនៅក្នុងរថយន្តហ្នឹងទី1ទី2អត់មានសុវត្ថិភាពគម្លាតគ្នាឬឲ្យតោងឬអង្គុយអត់បានអង្គុយទៀតធ្វើការមួយថ្ងៃវាស់ល្ងាចហើយនៅឈរបយិតបតោងនៅហ្នឹងដូចថារកម្មភ្នែកហើយខ្ញុំនិយាយហ្នឹងបងប្អូនខ្លះគេមករករឿងខ្ញុំគេថាមួងណារ៉េតនេះទៅគ្រប់រឿងនៅស្រុកអាមេរិកសោះអត់ដែលមកមើលរោងចក្រគេប្រសើរហើយអស់ហើយអត់មានដែលខ្ញុំថាអូយខ្ញុំអរគុណណាស់ឲ្យតែពេលខ្ញុំដឹងថាប្រសើរសិតតែបបួលខ្ញុំឲ្យចុះទៅមើលតាមរោងចក្រខ្ញុំអត់ចាំបាច់ទៅចុះដល់រោងចក្រអីឥឡូវទៅមើលទៅនេះគ្រោះថ្នាក់ចរាចរណ៍គេថតផ្សាយផ្ទាល់ទាំងអស់ទៅមើលឡានដែលដឹកមករដេងរណេងរណោងតាមផ្លូវហ្នឹងមើលប្រយុទ្ធបតោងគ្នាប៉ុណ្ណាមួយឡានប្រមាណ70 80នាក់70 80នាក់ហ្នឹងទៅមើលដូចហែកឋិនអញ្ចឹងហើយទៅបន្ទោសខ្ញុំហើយខ្ញុំនិយាយនឹងបានអីពេលដែលខ្ញុំស្រែកថារថយន្តដឹកប្រជ្រៀតគ្នាអញ្ចឹងស្លាប់កម្មករអស់ហើយបើមានគ្រោះថ្នាក់ហើយខ្ញុំបានអីមកវិញអាហ្នឹងខ្ញុំនិយាយនឹងដើម្បីឲ្យកម្មករគ្នាមានសុវត្ថិភាពយកចិត្តទុកដាក់កម្មករផងកុំឲ្យគ្នាស្លាប់ដោយអត់អំពើអញ្ចឹងឲ្យវាមានហើយចោះច្បាប់ហ្នឹងបើសិនជិះម៉ូតូអីសិតពាក់មួកសុវត្ថិភាពសិតស្អីណាចាប់អ្នកនេះចាប់អ្នកនោះអត់ដាក់ខ្សែក្រវ៉ាត់តែខ្ញុំឆ្ងល់អាឡានដឹកកម្មករហ្នឹងទៅចាប់ពីនៃគេជិះឈរជ្រងច្រាំងហ្នឹងអាម៉េចឆ្ងល់ដែរច្បាប់ចរាចរណ៍នេះគេអនុវត្តអាម៉េចជាមួយនឹងកម្មករឈរជ្រងច្រាំងរកកន្លែងដកដង្ហើមអត់បានហ្នឹងដឹងគេដោះស្រាយអាម៉េចតែខ្ញុំនិយាយនេះមិនមែនបានន័យថារដ្ឋាភិបាលគេមិនធ្វើទេខ្ញុំដឹងថាបើនៅខេត្តកោះកុងក៏គេមានគំរូមួយដែរហើយខ្ញុំក៏សូមសរសើរអាជ្ញាធរខេត្តកោះកុងដែរកន្លងមកនេះគឺខេត្តកោះកុងគឺជាខេត្តគំរូមួយដែរនៅក្នុងការដែលកែតម្រង់ផ្លាស់ប្ដូរប្រព័ន្ធសុវត្ថិភាពដឹកជញ្ជូនកម្មករហើយខ្ញុំជឿថាពួកគាត់ខំធ្វើដែរគាត់ថាធ្វើវាអត់ទៅមុខសោះព្រោះអីគម្រោងដូររថយន្តឲ្យមានសុវត្ថិភាពហ្នឹងណារថយន្តដែលដឹកកម្មករនៅទូទាំងប្រទេសហ្នឹងបើតាមដឹងមានមិនតិចជាងប្រមាណ3000គ្រឿងជាង3300គ្រឿងឯណោះហើយដើម្បីដូរឲ្យមានសុវត្ថិភាពគឺដូរឲ្យមានកន្លែងអង្គុយមានកៅអីមានអីហ្នឹងឬថាគាត់ដូរបានច្រើនដែរមិនមែនអត់សោះទេគាត់ថាដូរបានដូចជាប្រមាណហ្នឹង1000គ្រឿងជាងហើយអញ្ចឹងវានៅសល់2000គ្រឿងទៀតហើយទៀតបានន័យថាដូរបាន30-40% ដែរបើយើងនិយាយពីតួលេខនេះព្រោះអីខ្ញុំឃើញនៅឆ្នាំ2024 2ឆ្នាំមុននេះប្រធានខាងបសសឬក៏សមាជិកក្រុមប្រឹក្សាបសសអីរបស់ក្រសួងការងារអីហ្នឹងគេប្រជុំដាក់ទិសដៅការងារអីហ្នឹងគេបានតាំងចិត្តថា2027នេះនៅសល់មួយឆ្នាំទៀតនេះគឺធ្វើយ៉ាងម៉េចដូររថយន្តដឹកកម្មករដែលដូចថាខ្វះសុវត្ថិភាពនោះឲ្យអស់ទៅជារថយន្តដែលមានសុវត្ថិភាពជូនកម្មករឲ្យចប់ត្រឹម2027អាហ្នឹងគាត់និយាយថាដូរឲ្យអស់2020ដល់ឥឡូវ2026ជិតពាក់កណ្ដាលឆ្នាំហើយទៅមើលកម្មករអត់មានដូរស្អីទេទៅមើលទៅស្វ័យរៀងកំពង់ឆ្នាំងនេះមើលទៅឲ្យបើរថយន្តវិញអូយកញ្ចាស់ហើយមិនដឹងជាយ៉ាងម៉េចទេបងប្អូនឥឡូវនេះខ្ញុំថានិយាយចឹងយើងគេថាយើងនឹងពេលប្រទេសកំពុងមានទុកកម្មករកំពុងមានគ្រោះអត់ព្រមនេះទៅនាំគ្នាបន្ទោសអាជ្ញាធរខ្ញុំនៅខាងជនរងគ្រោះអញ្ចឹងហើយតាអាជ្ញាធរមានជនរងគ្រោះណាខ្ញុំយុត្តិធម៌នៅជនរងគ្រោះអ្នកដែលរងគ្រោះគឺកម្មករកាត់ដេរនេះដែលស្លាប់អស់14អ្នករបួស90អ្នកជាងនេះតើកំហុសរបស់អ្នកណាគឺកំហុសរបស់អាជ្ញាធរដែលដំបូងគេយើងត្រូវដឹងហើយវាអាចអ្នកបើកបរប្រើគ្រឿងញៀនស្វឹងឬបើកជែងបើកមហាត
បើកផ្ដាច់ព្រលឹងឬអីយើងដឹងហើយយើងដឹងរឿងហ្នឹងមកយូរហើយបងប្អូនរឿងអ្នកបើកបរផ្ដេសផ្ដាស់ប៉ណ្ណឹងគ្នាចែងគ្នាប្រសេកផ្សាច់សួរអ្នកតកែវបងប្អូនអ្នកដែលបើកមហាតជាងគេដែលក្រុមបើករថយន្តដឹកកម្មករហ្នឹងសួរអ្នកតកែវឲ្យតែរថយន្តចេញមកពេលដែលកម្មករចេញពីធ្វើការហ្នឹងមហាតបច្ចេកគ្នាសផ្លេចុះសផ្លេឡើងវ៉ាចេះវ៉ាចុះដឹកកម្មករសោះហ្នឹងធ្វើដូចខ្លួនឯងហ្នឹងជិះម៉ូតូប្រហោះកង់មុខចឹងហ្នឹងខ្ញុំក៏បន្ទោសរឿងតកង់ឡានដែរមិនមែនអត់ខុសទេខុសរួមចំណែកគ្នាឈាមរាវជាក្មេងដូចថាទំនឹងនិយាយពីបានកម្មករស្រីជិះមកនោះដូចជាមិនដឹងមិនអីក្នុងចិត្តហ្នឹងគឺថាឡានហ្នឹងគឺត្រូវតែរោឲ្យផ្សែងហុយទៅលោមហើយត្រូវតែប៉ុណ្ណឹងត្រូវតែវ៉ាត្រូវឲ្យបានដល់មុនអត់ដឹងថាជីវិតកម្មករគឺជីវិតអ្នកដំណើរផ្ញើលើអ្នកបើកបរនេះយើងនិយាយទៅខ្ញុំនិយាយថាមិនមែនទាំងអស់ទេមានតកង់គេប្រយ័ត្នប្រយែងក៏ច្រើនដែរអញ្ចឹងបើយើងនិយាយថាអូតកង់សិតតែប្រទេសផ្ដាច់អញ្ចឹងបុកគ្នាស្ដាប់មួយថ្ងៃរាប់ពាន់អ្នកហើយកម្មករទៅយូរឃើញមានគ្រោះថ្នាក់អីម្ដងអញ្ចឹងវាមានអ្នកដែលប្រទេសផ្ដាច់អីអញ្ចឹងប៉ុន្តែបងប្អូនរឿងអីក៏ដោយប្រព័ន្ធដឹកជញ្ជូនប្រព័ន្ធសុវត្ថិភាពប្រព័ន្ធគ្រោះថ្នាក់ចរាចរណ៍អីក៏ដោយបើថាមានករណីផ្ដេសផ្ដាស់អីអញ្ចឹងគឺករណីចរាចរណ៍ហ្នឹងគឺបានន័យថាយើងអត់ទាន់បានកែតម្រង់អីឬក៏មានប្រសិទ្ធភាពអីទេវានៅតែញញែញញ៉ៃអញ្ចឹងព្រោះតលតែយើងដឹងថាឈប់មានគ្រោះថ្នាក់ហ្នឹងអាគ្រោះថ្នាក់ដែលមិនចាំបាច់ហ៎បងប្អូនគ្រោះថ្នាក់ដែលមិនចាំបាច់មានដូចជាដាក់លើចំណោះជិះដូចជ្រូកដូចកបីអាហ្នឹងគឺគ្រោះថ្នាក់ហ្នឹងបើមានគឺអត់ចាំបាច់តែម្ដងព្រោះបើដាក់តែ25នាក់ឧទាហរណ៍បើគ្រោះថ្នាក់យ៉ាងណាគឺស្លាប់ក៏អស់តាមកបើអស់មួយឡាន25នាក់ក៏វាអស់តែ25នាក់ដែរយើងមិនចង់ឲ្យមនុស្សស្លាប់តែបើយើងដាក់80នាក់ច្បាស់ហើយវាស្លាប់80នាក់អារឿងហ្នឹងយើងជៀសវាងបានទេគឺជៀសវាងបានតាធ្វើឲ្យឡានហ្នឹងតែ25នាក់ទៅជួនកាល25នាក់ហ្នឹងពេលដែលភ្លុកឬក៏អីគាត់មានឱកាសនឹងអាចកិច្ចរួចឬក៏អីកុំឲ្យជាប់ក្តាំងគ្នាឲ្យឡានសកត់បានព្រោះគាត់ខ្ចាយទៅគាត់ខ្ទៀតទៅណាអស់តែអានេះដល់ពេលផ្ដុំគ្នាទៅខ្ចាយទៅមកដុំឡានកិនទាំងអស់តែម្ដងអានេះគឺវាជួយសង្គ្រោះជីវិតមនុស្សបានអាហ្នឹងស្លាប់អត់ចាំបាច់ទេទី2គឺអ្នកបើកបរមហាតបើកបរក៏ក្លឿនឬក៏បើកបរចែងប៉ណ្ណឹងគ្នាធ្វើដូចជាមិនខ្វល់នឹងជីវិតកម្មករឬក៏អ្នកដំណើរដែលផ្ញើលើតកង់អីហ្នឹងអាហ្នឹងក៏ជាកត្តាដែរចោះយើងមានតើដឹងគាត់មានជាតិអាល់កុលជាតិញៀនអីនៅក្នុងឈាមអីអ្នកបើកបរណាអាហ្នឹងមកករណីទៅតែយើងបើបន្ទោសអាទាំងអស់ហ្នឹងអាហ្នឹងជារឿងអត់ចាំចោះយើងមើលផ្លូវយើងវិញតើចរាចរណ៍យើងនឹងមានគន្លងផ្លូវគ្រប់អស់នៅតើមានកន្លងផ្លូវសម្រាប់រថយន្តដឹកអ្នកដំណើរសម្រាប់រថយន្តតូចសម្រាប់កង់សម្រាប់មនុស្សដើរហើយត្រូវមានអារបាំងការពារពុះទ្រូងផ្លូវហ្នឹងគឺបានតែផ្លូវត្រូវតែឯកទេសឲ្យភាកច្រើនកុំឲ្យចែកគ្នាផ្លូវតែមួយយើងនៅបើកទៅមុខទៅក្រោយចេះនៅអាមេរិកនេះណាផ្លូវ99%អត់ជាផ្លូវដែលបើកនៅក្នុងដូចថាកន្លងផ្លូវដែលអត់មានរបាំងការពារអញ្ចឹងទេគឺ99%គឺថាទៅមករកកន្លែងប៉ះគ្នាអត់ឃើញទេមានតែបុកគូតគ្នាតែប៉ុណ្ណឹងអាហ្នឹងមានដោយសារពងមើលទូរស័ព្ទឬក៏ស្អីចឹងទៅអត់ប្រឹងមើលអានោះមុខឈប់បុកគូតហ្នឹងច្រើនមែនតើនៅសហរដ្ឋអាមេរិកនេះប៉ុន្តែបុកគ្នាទល់មុខអញ្ចេះគឺកម្រព្រោះអីផ្លូវវាមានដាច់ឈឹងអញ្ចឹង6លេនណា6កន្លងផ្លូវទៅ6កន្លងផ្លូវមកកដាលហ្នឹងបណ្ដាយទឹកសុតចឹងហ្មងវារហតែជិះចុះកាត់បន្លាយមកកាត់បុកគ្នាហ្នឹងមកអត់ដល់ទៅទៀតកុំថាឡើយដល់ទៅបុកប៉ះទង្គិចគ្នាពងបើកបរអញ្ចឹងយើងក៏សួរអាហ្នឹងដែរថាតើរដ្ឋាភិបាលបានអភិវឌ្ឍអាផ្លូវរបស់យើងហ្នឹងកែអាហ្នឹងឲ្យបានមានផ្លូវពីរកន្លងអីអញ្ចឹងបានច្រើនឬនៅមិនមែនអត់ធ្វើទេរដ្ឋាភិបាលក៏ធ្វើដែរគេខំប្រឹងកែប្រែបានច្រើនដែរក៏ប៉ុន្តែផ្លូវជាតិផ្លូវអីហ្នឹងនៅតែហាក់បីដូចជានៅដូចថាបើកនៅក្នុងផ្លូវជាមួយគ្នាចង់និយាយថាបើថាខាងរាជកោតតែពីនោះមកបន្តិចមកគឺបុកគ្នាចំពេញទំហឹងតែម្ដងឲ្យតែមានអ្នកណាវ៉ាអ្នកណាអីបើហើនតិចមកចូលបុកមុខគ្នាមកអាហ្នឹងគឺយើងបានន័យថាយើងធ្វើឲ្យគ្រោះថ្នាក់ហ្នឹងវាងាយអាហ្នឹងក៏ដោយកត្តាផ្លូវថ្នល់ដែរស្លាកចរាចរណ៍តើយើងមានស្លាកសញ្ញាសម្គាល់អីហ្នឹងហើយមានការចាប់លបឿនពិន័យអីហ្នឹងអីទៅប្រជាប្រដ្ឋពេលខ្លះឃើញប៉ូលីសពិន័យហ្នឹងគឺរករឿងតែប៉ូលីសដែរធ្វើបាបប៉ូលីសដែរហើយប៉ូលីសហ្នឹងអាគេថាធ្វើបាបប៉ុន្តែដេកផ្សំដួលរមូលផ្សំគ្រិចបលែមបន្លំកតេលធំបន្លំចូលដេកដែរដល់អញ្ចឹងទៅចេះតែពិន័យខុសរឿងខុសអីចឹងប្រជាប្រដ្ឋក៏ថ្នាក់អីអញ្ចឹងតាមពិតបើរឿងយើងចង់អនុវត្តច្បាប់ចរាចរណ៍រឿងចាប់ពិន័យលបឿននេះអត់ចាំបាច់យកប៉ូលីសទៅខាំងទេប៉ូលីសស្រុកអាមេរិកបើនឹងអង្គុយចាំធ្វើដូចនឹងពួនដូចនៅស្រុកខ្មែរមិនបាច់ធ្វើអីទេមួយថ្ងៃអង្គុយចាំសកុកចឹងងាប់ហើយ
គេដាក់កាមេរ៉ាចោលទៅហើយគេចាំថតរូបមកថតយកស្លាកលេខរថយន្តថតយកស្អីចឹងមកហើយផ្ញើសបុតទៅយកទៅបង់ទៅអត់មានមកជជែកគ្នាមួយឆ្នាំគេប្រមូលប្រាក់ពិន័យរាប់ពាន់លានដុល្លារមួយឆ្នាំគ្រប់ខេត្តគ្រប់រដ្ឋគ្រប់អីរដ្ឋមួយនឹងរាប់លានដុល្លារគាត់ប្រមូលពីការពិន័យបើកលើសលបឿនបងប្អូនសួរថាហានៅអាមេរិកមានមនុស្សល្មើសច្បាប់ដែរស្មើមាននៅស្រុកខ្មែរនៅយ៉ាក់ណាក៏គេខុសច្បាប់ដែរគាត់ថាខុសច្បាប់នៅអាមេរិកនេះវាមិនមែនខុសច្បាប់ដូចយើងបើកបុកគ្នាកណ្ដាលចំមុខអញ្ចឹងឬក៏ផ្លូវចេះខុសច្បាប់ហ្នឹងគឺដោយសារតែផ្លូវវារហិលពេកផ្លូវវាលបឿនលឿនហើយទៅផ្លូវវាល្អិលពេកហើយអត់មានអ្នកណាមកទើសយើងណាហើយគេដាក់ឲ្យបើក100គីឡូក្នុង1ម៉ោងផ្លូវ freeway អី110អីនោះ120គីឡូម៉ែត្រក្នុង1ម៉ោងក៏នៅតែបើកលើសទៀតដោយសារអីបើកទៅវាផ្លូវទលាយហើយទៅអត់មានអ្នកណាទើសសោះហ្នឹងគឺដូចថាជន់ទៅសឹមហើយអត់មានខ្វល់រឿងគ្រោះថ្នាក់ទៀតដោយសារតែវាមើលទៅសុវត្ថិភាពមែនតើអញ្ចឹងបានន័យថាមនុស្សតែរឿងបញ្ញាប់ការងារអីបន្តិចហើយមើលទៅដូចវាស្រួលពេកបើកដល់100ហើយដូចយឺតឯគេនោះដូចមើលទៅមើលគេមើលឯងដូចអត់ទៅមុខសោះតែ100ហើយអញ្ចឹងថែម110គេនៅ110 100មើលទៅដល់អត់ទៅមុខទៀតណាព្រោះវាលឿនដូចគ្នាយើងមើលទៅឃើញឡានអីនៅចិត្តហ្នឹងមិនដូចរៀងយឺតអញ្ចឹង150 100អីចឹងទៅប៉ូលីសផាកជាប់កាមេរ៉ាជាប់អីចឹងឬក៏យូរមានប៉ូលីសល្បាតអាហ្នឹងបានលុយច្រើនហើយអត់ចាំបាច់ប៉ូលីសមកអូបើសិនជាប៉ូលីសចេញមកអង្គុយធ្វើដូចនឹងពួននៅយើងតើប៉ូលីសមកប្រទេសហ្នឹងតើជួលប៉ូលីសទាំងអស់ហើយគេអត់ធ្វើចឹងទេដាក់កាមេរ៉ាចោលទៅហើយចាប់លបឿនហ្នឹងទៅកុំទៅជជែកបែកពពុះមាត់គ្នាជួនកាលប៉ូលីសហើយនឹងតកង់ឡានឆ្លោះគ្នាជេរបចោគ្នាគ្មានស្គាល់អាជ្ញាធរគ្មានស្គាល់អ្នកបើកបរទេព្រោះតែយើងនាំគ្នាជជែកគ្នាគឺយើងឆ្លោះគ្នាហើយព្រោះច្បាប់យើងទូរលងផងអញ្ចឹងបានដាក់កាមេរ៉ាចោលទៅវាអស់ប្រមាណអាកាមេរ៉ាហ្នឹងហើយបើដាក់កាមេរ៉ាយើងជួយបន្ថយកម្លាំងប៉ូលីសអត់ប្រយោជន៍ទៀតបងប្អូនប៉ូលីសហ្នឹងលែងរវល់មកផ្លុំកចែឲ្យអីសើមកចែអីស្ងួតមាត់អីណាទៀតអីមិនបាច់ទៅឈឺក្បាលអញ្ចឹងទេប៉ុន្តែប្រហែលជាអត់ចង់ធ្វើអញ្ចឹងក៏មិនដឹងព្រោះតែហ៊ានតែដាក់កាមេរ៉ាទៅបណៃទៅកាមេរ៉ានោះលុយចូលទៅក្រសួងមន្ទីរអស់វាអត់ឆ្លងតាមកប៉ៅប៉ូលីសណាតើធ្វើម៉េចបានសើមកចែហ្នឹងដើម្បីគ្រាន់បានទិញអង្គទិញចព្រៃអីសម្រាប់កូនចៅអីចឹងវាចឹងហើយវាចែកគ្នារស់អញ្ចឹងច្បាប់អនុវត្តមិនកើតព្រោះបើថាបានតាកាមេរ៉ាអញ្ចឹងទៅចូលទៅថ្នាក់លើអស់អាថ្នាក់ក្រោមនេះខំសោកលុយសោកអីគេដើម្បីបានប៉ុស្តិ៍ដើម្បីយកទៅចាប់យកលុយចាប់អីផងអត់បានមរៀលអញ្ចឹងបរាយទៅស្ទាក់ពួនអញ្ចឹងទៅរឿងនេះនៅការកែតម្រង់ច្រើនហើយបងអស់លោកមិនដឹងទេអស់លោកធ្វើដំណើរមកសហរដ្ឋអាមេរិកមកអឺរ៉ុបអីហ្នឹងស្ទើរតែសឹកផ្លូវអស់ហើយតែអស់លោកយកទៅអនុវត្តនៅក្នុងស្រុកខ្មែរហ្នឹងអនុវត្តអត់បានហើយខ្ញុំជឿថាអនុវត្តមិនមែនខ្មែរល្ងងទេខ្ញុំជឿថាខ្មែរគូក្បាលមកត្រឡោកដូចគេដូចឯងនេះឆ្លាតដូចតែគេអញ្ចឹងពេលខ្លះឆ្លាតជាងគេផងមិនចេះដោះស្រាយបញ្ហាប៉ុន្តែអាប្រព័ន្ធដឹកនាំរដ្ឋយើងហ្នឹងគឺវាធ្វើឲ្យគូក្បាលយើងហ្នឹងកញ្ញាញ់ហ្មងយកខួបប៉ុណ្ណាទៅក៏ធ្វើឲ្យចេញដែរព្រោះគេឲ្យធ្វើអញ្ចឹងវាអត់អាចទៅកែឯងមកកែរុះរើអីបន្តិចហ្នឹងគេដកចេញពីកន្លែងបាត់ទៀតសើរើនិយមព្រោះចេះអីតែឯងគេពេញណាពេញណីគេធ្វើកាត់គេធ្វើហើយចាំបាច់មកចេះអីតែឯងវាអត់មានកតិបណ្ឌិតឯណាយកទៅដោះស្រាយបញ្ហាចេញព្រោះត្រូវតែធ្វើដូចគេអញ្ចឹងបើសិនជាយើងដាក់ប៉ូលីសទៅអត់ដកប៉ូលីសចេញដាក់កាមេរ៉ាច្រើនប៉ូលីសបាត់លុយអស់លីងតើបានលុយណាឧបត្ថម្ភប៉ូលីសហើយប៉ូលីសទាំងអស់ហ្នឹងគឺជួនកាលហ្នឹងគឺជាសេនាជនជាខុសសនិករបស់គណៈបកកណ្ដាលអំណាចចេះជួយយឹតយោងគ្នាទៅដើម្បីបានសមាជិកសពីងសពងអញ្ចឹងទៅបានចែកគ្នាស៊ីអញ្ចឹងទៅហើយប្រសិទ្ធភាពការងារអត់មានទេអញ្ចឹងបើដាក់កាមេរ៉ាហ្នឹងអស់ដកប៉ូលីសពាក់កណ្ដាលមើលយកអាប្រាក់ខែប៉ូលីសដែលសពថ្ងៃហ្នឹងបានម្នាក់400ឧទាហរណ៍បើដកពាក់កណ្ដាលតម្លើងឲ្យប៉ូលីសដែលមានស្រាប់ហ្នឹង800ទៅឡើងគុណនឹង2ឯប្រាក់ខែហើយអ្នកណាធ្វើការមកត់ដកកវត្តចោលអស់ទៀតទៅដកបានពាក់កណ្ដាលទៀតនៅសល់ប្រហែលតម្លើងឲ្យអ្នកនៅបាន$1000ទៅនៅសល់ប៉ូលីសត្រឹមចុងក្រោយ 30% តែជាគុណភាពអាហ្នឹងបានយើងទៅមុខរួចមកយកសពីងសពងចេះបានប្រយោជន៍អីប្រាក់ខែបាន300ម្នាក់400ម្នាក់ហ្នឹងអ្នកខ្លះទៅធ្វើការមួយថ្ងៃ2ម៉ោងហ្នឹងក្រៅពីហ្នឹងវាយទៀងលេននោះវាយទៅសួរខ្ញុំបងប្អូនចឹងដឹងច្រើនម៉េះអូយចុះមានស្អីធ្វើបើមិនវាយទៀងលេនវាយសាប់សាមចាប់សាប់សាមវាយកទេខ្លះហ្នឹងទៅធ្វើអីតែមើលទៅគេថតបានរាល់ដងហ្នឹងហើយបើមិនអោយគាត់ធ្វើចឹងឲ្យគាត់ចង់ក៏ស្លាប់ខ្លួនមែនទៅកន្លែងធ្វើការមានការងារអីធ្វើព្រោះការងារវាអត់មានហើយយើងមនុស្សច្រើនហើយយើងទៅធ្វើអីគេខ្ញុំកំពុងតែឆ្ងល់អាហ្នឹងហើយដែលបង្កើតឲ្យមានអត់មានប្រសិទ្ធភាពនៅក្នុងវិស័យការងារហើយខ្ញុំមិនអត់ដឹងទេយូរហើយរឿងហ្នឹងយូរហើយប៉ុន្តែប្រព័ន្ធដឹកនាំរដ្ឋយើងវាអត់អាចកែតម្រង់អីកើតដោយសារអីដោយសារយើងនាំគ្នាបបោសមកព្រោះគ្នាគាត់
ណែដកគាត់ចេញទៅអីណាកាត់បន្ថយតួនាទីបានណាជួយចុះមូលដ្ឋានឃោសនារកសម្លេងឆ្នោតដើម្បីសរងប៊ីចេងសរង1ព្រួយ5ឆ្នាំហ្នឹងយើងទៅយកអ្នកណាមកជួលគេធ្វើកើតចឹងចេះនៅចឹងទៅបបោទៅហកគោះនេះគោះលេខគោះកើទៅបានលុយចេះតែជួយយកមកដាក់ក្នុងហឹបប្រាក់ថងប្រាក់របស់បកឬក៏មេថ្នាក់ធំអីចឹងវាចឹងនាំគ្នាស៊ីតាមជំនាញចឹងអត់បានប្រសិទ្ធភាពការងារទេហើយអស់លោកអត់ដឹងអស់លោកដឹងទាំងអស់ប៉ុន្តែធ្វើវាអត់កើតវាអត់មានទេវតាពីឋានប៉ុណ្ណាមកកែអានឹងបានទេបើសិនជាយើងអត់រៀបចំផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋហ្នឹងគឺនៅតែដែលអភិក្រមប្រមាណមើលថ្នាក់ដឹកនាំអភិក្រមទី5ហ៎ដុសខាត់កាត់ចោលដុសខាត់កាត់ចោលឆ្លុះកញ្ចក់ដុសខាត់កាត់ចោលឆ្លុះកញ្ចក់យូរត់រឿងរត់តែស្មុគស្មាញនេះអារឿងដូចខ្ញុំនិយាយចឹងអារឿងដោះស្រាយបញ្ហាកម្មករកាត់ដេរជិះឡានបជាតិដូចជ្រូកដូចកបីនេះណាដូចគោនេះណាតាំងពី2021ហើយមុននឹងយូរហើយអត់ចេញសោះហើយឥឡូវថាចាំដល់2027ឲ្យលែងមានឡានអត់មានសុវត្ថិភាពឥឡូវទៅ26ចិត្តដាច់បាត់ហើយឥឡូវស្លាប់កម្មករអស់14នាក់ឡានក៏ក្រិចដឹកបជ្រៀតដូចគោដូចក្បីបើយើងគិតថាតម្រាំដល់ឆ្នាំ2027ដើម្បីដូរឡានហ្នឹងឲ្យបានអស់ឧទាហរណ៍ដោយអ្វីដែលក្រមបបសក្រសួងការងារអីដែលខំប្រឹងអួតអំពីសមិទ្ធិនោះខ្ញុំស្កោតសរសើរដែរដែលធ្វើបានច្រើនដែរនៅខេត្តកោះកុងអីនោះក៏ប៉ុន្តែចុះបើលោកកំពុងតែធ្វើបដើទុកឲ្យកម្មករស្លាប់អញ្ចឹងមែនយើងចេញច្បាប់ចេញគោលការណ៍អីមួយបដោះអាសន្នសិនមកថាឥឡូវតតែ2027បានយើងដូរឡាននឹងអស់ប៉ុន្តែក្នុងពេលជាមួយគ្នានឹងអត់ត្រូវជិះបជ្រៀតអញ្ចឹងទេត្រូវតែកាត់បន្ថយឲ្យនៅត្រឹមពាក់កណ្ដាលបានហើយឬក៏30-40%ក៏យ៉ាងហោចណាស់ឲ្យកម្មករទ្រាំទៅបងប្អូនអាចលំបាកថាជិះឡានឬក៏អ្នកបើករថយន្តដឹកកម្មករហ្នឹងគាត់អាចនឹងឧទាហរណ៍ពីមុនគាត់ដឹក70នាក់ចុះបើគាត់ដឹកដឹក35នាក់តើបានពីណាបើចំណូលពីមុនគាត់ដឹកមួយជើងបាន$5-10ចុះឧទាហរណ៍អញ្ចឹងបើបន្ថយនៅសល់35នាក់គាត់បានតែ$7កន្លះហ្នឹងគាត់បាត់ចំណូលគាត់បងប្អូនច្បាស់ជាសួរខ្ញុំថាចុះបើគាត់បាត់ចំណូលគាត់ធ្វើមិនគាត់ដើម្បីចិញ្ចឹមជីវភាពហើយកម្មករហ្នឹងក៏អញ្ចឹងដែរណាបងប្អូនពេលខ្លះខ្ញុំក៏គិតថាខ្ញុំក៏ហួសហេតុដែរខ្ញុំនិយាយឲ្យត្រង់យើងនៅពេលដែលឲ្យកម្មករជិះឡានមួយរថយន្តទ្រុងហ្នឹងដឹកបាន70នាក់ឧទាហរណ៍បើសិនជាម្ចាស់រថយន្តហ្នឹងថាដឹកមួយជើងហ្នឹង70នាក់គាត់យកពីកម្រៃកម្មករក្នុងមួយខែហ្នឹងថាម្នាក់$10ចុះថ្លៃដឹកទៅរោងចក្រហ្នឹងម្នាក់$10សម្រាប់ជិះរថយន្តដែលផ្ទុកគ្នា70នាក់ចឹងឧទាហរណ៍ណាឲ្យបងប្អូនស្រួលយល់ក៏ប៉ុន្តែបើគាត់បន្ថយកម្មករហ្នឹងឲ្យនៅត្រឹម35នាក់អញ្ចឹងកម្មករម្នាក់ហ្នឹងដើម្បីឲ្យម្ចាស់ឡានបាន$15នៅក្នុងមួយខែដូចដឹក70នាក់ដែរគាត់ត្រូវតម្លើងកម្មករនេះទៅម្នាក់$20អញ្ចឹងកម្មករដែលប្រាក់តិចស្រាប់នេះរួចទៅដល់ពេលថយអញ្ចឹងគាត់មិនត្រូវឡើងថែមបង់លុយពាក់កណ្ដាលទៀតគាត់បានលុយមកពីណាថែម$10ទៀតបើ$10មុននឹងរហូតតែបង់មិនទាន់ផងហ្នឹងដូច្នេះចង់គាត់នឹងបជ្រៀតទៀតហើយគាត់ថាដាក់ឲ្យច្រើនទៅដើម្បីបធូរអាថ្លៃបង់ដែរនេះមិនមែនជាកំហុសរបស់កម្មករឬតកងឡានទេគឺជាកំហុសរបស់អាជ្ញាធរហើយនឹងតកែរោងចក្រយើងត្រូវធ្វើ subsidy បានន័យថាឧបត្ថម្ភទុនដើម្បីជួយពួកគាត់ជួយកម្មករនិងជួយតកងឡាននេះឥឡូវបើដឹងថាកម្មករដឹក70នាក់គឺគាត់ត្រូវការឲ្យកម្មករបង់ម្នាក់$10នៅក្នុងមួយខែទីហោចឹងណាតែឥឡូវបើសិនជាអាហ្នឹងវាគ្រោះថ្នាក់ខ្លាំងណាស់បើប៉ះពីអីទៅស្លាប់ច្រើនវាអត់មានសុវត្ថិភាពអញ្ចឹងយើងឲ្យគាត់ដឹកតែ35នាក់ហើយចេញគោលការណ៍ហើយកុំចេញគោលការណ៍ហើយពមមានហើយខាត់រថយន្តគេទុកឲ្យលែងឲ្យដឹកតែអត់រកដំណោះស្រាយយើងថាអត់ទេអត់មានដឹកកម្មករអញ្ចឹងទៀតបានទេណាត្រូវតែដឹក35នាក់អញ្ចឹងគាត់ធ្លាក់ចំណូលគាត់ពី$15មក$7កន្លះហើយយើងប្រាប់ថាត្រូវតែអនុវត្តតាមច្បាប់គាត់មិនរស់យើងអត់រកអីជួយគាត់ហើយយើងបង្ខំគាត់ឲ្យអនុវត្តគោលការណ៍របស់យើងអាហ្នឹងគឺជាការអនុវត្តច្បាប់ដ៏ផ្ដេសផ្ដាស់គោលនយោបាយដ៏ផ្ដេសផ្ដាស់មួយហើយពួកអីយើងអត់ឲ្យជំរឿគ្នាផងគ្នាកម្មករដកពាក់កណ្ដាលហើយអត់ឲ្យតម្លើងលុយកម្មករទៀតកម្មករអត់ហ៊ានឡើងលុយអត់មានលុយបង់ហើយចឹងឲ្យគាត់ដឹងមិនខាតពាក់កណ្ដាលអញ្ចឹងតែគាត់រស់ដែរអាហ្នឹងគឺអត់មែនជាដំណោះស្រាយទេហើយយើងទៅយកច្បាប់មកអនុវត្តអញ្ចឹងខុសបាត់អនុវត្តថាបើសិនជាយើងដឹកលើសតែពី35នាក់គឺឡានលែងឲ្យដឹកដកអាជ្ញាប័ណ្ណដកអស់បាត់ទៅហើយព្រោះគ្នាវាអត់មានស្អីជួយអញ្ចឹងរដ្ឋត្រូវជួយមិនបើកម្មករជិះ70នាក់ត្រូវបង់$10អត់មានសុវត្ថិភាពតែបើគាត់ជិះត្រឹមតែ35នាក់កម្មករត្រូវថែម$10ទៀតមានសុវត្ថិភាពតែកម្មករអត់មានលុយអញ្ចឹងរដ្ឋត្រូវជួយចេញ$5ទៅ
ហើយតកែរោងចក្រចេញ$5ទៀតទៅដើម្បីបង់ឲ្យម្ចាស់បើករថយន្តនោះឲ្យគាត់បានគ្រប់លុយដោយដឹក70នាក់អញ្ចឹងតែដឹកតែ35នាក់ទេហើយបដោះអាសន្នសិនទៅក្រែងចាំដល់2027ហើយនេះគឺជាដំណោះស្រាយតែអស់លោកមើលទៅដូចជាប្រហែលជាដោះស្រាយបានដែរឬក៏យ៉ាងម៉េចឬក៏បងប្អូនអត់ស្ដាប់សោះឬយ៉ាងម៉េចខ្ញុំអត់យល់ដូចជាអញ្ញាច្បុកច្បល់មែនតើហើយបើតាមមើលចេះខ្ញុំឃើញលោកជួននរិនបើស្ដាប់លោកជួននរិនដែលជាលោកជួននរិនគឺជាមន្ត្រីនគរបាលគាត់អ្នកគ្រប់គ្រងនគរបាលដែរឥឡូវខ្ញុំអានសាររបស់គាត់បន្តិចហើយអានសារលោកជួននរិននេះគឺខ្ញុំក៏រៀងដូចកញ្ញាញ់ខួរដែរប៉ុន្តែមើលទៅលោកយកចិត្តទុកដាក់ដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសារបែបនេះគឺលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ប័ណ្ណបញ្ជាដល់នគរបាលជំនាញនិងអធិការនគរបាលខណ្ឌទាំង14ត្រូវចុះពង្រឹងការពិនិត្យនិងផ្សព្វផ្សាយអប់រំណែនាំលើរថយន្តធំទាំងអស់ដែលដឹកសិស្សានុសិស្សឬកម្មករកម្មការិនីក្នុងចំនួនច្រើនដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិតដែលអាចកើតឡើងដោយយថាហេតុណាមួយនោះខណៈពេលដែលនៅព្រឹកថ្ងៃ23ខែឧសភានេះគឺមានគ្រោះថ្នាក់ចរាចរណ៍ពីករណីស្លាប់មនុស្សច្រើនអញ្ចឹងទៅនេះលោកជួននរិនគាត់និយាយឲ្យចុះពិនិត្យមើលរថយន្តដឹកលើសចំណោះដឹកសិស្សដឹកកម្មករមិនមែនអត់ដឹងទេឃើញនៅគេដឹកដោយគោដោយកបីរាល់ថ្ងៃហ្នឹងមិនមែនមន្ត្រីអស់ហ្នឹងអត់ដឹងទេបងប្អូនទាល់តែគ្រោះថ្នាក់អញ្ចឹងបានដាក់ឲ្យចុះអានេះមានអីខុសពីរឿងគោរួចបានធ្វើលបងដល់ពេលប្រឡងបានស្វាត់ឈាយខំរៀនបងប្អូនគោចេញពីក្រលអស់បាត់ហើយហ្នឹងឲ្យទៅធ្វើលបងចេញពីនេះអស់ហើយហ្នឹងហើយទៅរចាប់មកឯណាអាកាលគោនៅក្នុងលបងអាគោនៅហ្នឹងអត់ព្រមរលបងយកមកឃុំយកមកខាំងហើយឥឡូវធ្វើដូចជាគាត់ហ្នឹងយកចិត្តទុកដាក់មែនតើតើអស់លោកនឹងបោកប្រជាពលរដ្ឋទាំងអស់នៅលើលោកនេះនៅបណ្ណាទៀតនៅពេលដែលមានបញ្ហាចាប់ផ្ដើមពង្រឹងមានបញ្ហាចាប់ផ្ដើមពង្រឹងឥឡូវណាចាំមើលណានាំគ្នាបន់ស្រន់កុំឲ្យសិស្សកុំឲ្យអ្នកឆ្លងទូកដតាមកំពង់អីផ្សេងដែលទៅសាលារៀនជិះទូកហ្នឹងលិចទូកលិចកណូតស្លាប់រាប់ច្រើនអ្នកដូចលើកមុនទៀតអាវពងអាវអីហ្នឹងកាលមុនអាវសុវត្ថិភាពហ្នឹងទូកជិះទៅប៉ំគឺថាជីវិតដូចទឹកលើស្លឹកឈូកចឹងឲ្យតែលិចទូកស្លាប់អស់ហ្មងអត់មានអាវពងអត់មានការណែនាំអីប៉ុន្តែអត់មានយកចិត្តទុកដាក់អីទេដល់តែពេលលិចចាប់ផ្ដើមចេញវិធានការអីភ្លាមហើយដល់ពេលស្ងាត់ឈប់លិចទូកឈប់អីគឺធម្មតាហើយផ្សងទៀតកុំកើតឡើងកុំមានរឿងនឹងកើតឡើងតែកើតឡើងប្រជាពលរដ្ឋស្ដីឲ្យយើងទេប៉ុន្តែអត់រកវិធានការទប់ឲ្យចាំបន់ស្រន់កុំឲ្យមានករណីកើតឡើងករណីអត់កើតឡើងមិនមែនបានន័យតែប្រជាពលរដ្ឋសុខទេណាគឺវាគ្រាន់តែមានភ័ព្វវាសនាវាមិនទាន់មានរឿងនឹងកើតឡើងតែកើតឡើងស្លាប់ច្រើនទៀតព្រោះអត់មានពងអត់មានអីអាហ្នឹងរឿងឆ្លងទឹកនៅដដែលទេឥឡូវមកដល់រឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដដែលទៀតមកដល់ម៉ោងហ្នឹងដូចលោកជួននរិនធ្វើដូចទឹមរឿងហ្នឹងទឹមកើតម្សិលមិញយូរហើយគាត់ឲ្យចុះទៅពិនិត្យឃើញទេទឹមចុះទៅពិនិត្យមានករណី Facebook មួយឈ្មោះសំវិបុលក៏ថាត្រូវហើយគោរួចបានធ្វើលបងប្រជាពលរដ្ឋលោកដឹងតើឃើញនៅហើយមានករណី Facebook មួយឈ្មោះប្រាក់វណ្ដាគាត់និយាយចេះគាត់ថាមិនគួរបន្តយករថយន្តប្រភេទដឹកទំនិញយកមកដឹកមនុស្សបន្តទៀតទេព្រោះពេលមានគ្រោះថ្នាក់រថយន្តចំហត្រង់គឺចាក់មនុស្សចោលពេញផ្លូវប្រឈមនឹងការបាត់បង់អាយុជីវិតបំផុតក្រសួងស្ថាប័នពាក់ព័ន្ធសូមជួយកែប្រែចំណុចនេះគាត់ថាការបាត់បង់បង្គោលគ្រួសារគឺជារឿងឈឺចាប់សោកស្ដាយសោកសង្រេងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជនប៉ះពាល់ដល់ផ្លូវចិត្តក្រុមគ្រួសារជាងនេះរដ្ឋាភិបាលជាងនេះរដ្ឋក៏បានបាត់បង់ប្រភពសេដ្ឋកិច្ចដែរព្រោះបាត់បង់ធនធានមនុស្សមិនចឹងប៉ះពាល់សេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមូលដ្ឋានចឹងប្រជាពលរដ្ឋដឹងទាំងអស់និយាយមកគឺដឹងទាំងអស់តែអាជ្ញាធរគឺចឹងឯងបានតែអញ្ចឹងតិចចុះស្អំតិចចុះដើម្បីកុំឲ្យមានការថ្នាក់ឥឡូវចាំមើលលិខិតវិញលិខិតថ្លែងមរណទុក្ខសហព័ន្ធសហជីពកម្ពុជារបស់អ្នកស្រីលោកស្រីយ៉ាងសុភ័ណ្ឌលោកស្រីយ៉ាងសុភ័ណ្ឌនេះក៏ជាសកម្មជនដ៏ឆ្នើមរបស់សហជីពនឹងតស៊ូមតិយូរហើយខ្ញុំក៏បានសម្ភាសន៍អ្នកស្រីយ៉ាងសុភ័ណ្ឌនឹងយូរដែរហើយគឺគាត់ប្រឹងណាស់ចង់ឲ្យអាជ្ញាធរនឹងដូរធ្វើម៉េចឲ្យកម្មករគ្នាមានសុវត្ថិភាពប៉ុន្តែលោកឲ្យដូចទៅសុំភ្លើងយ៉ាក់ចឹងឥឡូវនេះចេញមកគឺលិខិតបាទថ្លែងសារសម្ដែងការសោកស្ដាយមរណទុក្ខអីអញ្ចឹងទៅប៉ុន្តែក្នុងហ្នឹងឃ្លារបស់សហព័ន្ធសហជីពកម្ពុជាហ្នឹងគាត់និយាយចេះថាអង្គការសហព័ន្ធសហជីព
កម្ពុជាការទូនេះសំពាវនាវទាមទារដល់រដ្ឋាភិបាលក្រសួងពាក់ព័ន្ធម្ចាស់រោងចក្រសហគ្រាសអ្នកដឹកជញ្ជូនគាត់សង្កត់អញ្ចឹងនឹងពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់និងចាត់វិធានការបន្ទាន់ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករកម្មការិនីធានាថាកម្មករទទួលបានមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាពនិងសមរម្យបង្កើនការត្រួតពិនិត្យអ្នកបើកបរនិងលក្ខខណ្ឌបច្ចេកទេសយានយន្តពង្រឹងការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពយានយន្តដល់កម្មករអនុវត្តតាមច្បាប់ចរាចរណ៍និងស្តង់ដារសុវត្ថិភាពឲ្យបានតឹងរ៉ឹងនិងផ្ដល់សំណងអីជាដើមឃើញទេមធ្យោបាយដឹកជញ្ជូនគឺជារឿងប្រជាពលរដ្ឋប្រធានសហជីពអីគេនិយាយគ្រប់គ្នាអ្នកណាក៏គេនិយាយចង់ដែរហើយឥឡូវចាំមើលមតិប្រជាពលរដ្ឋដទៃទៀតគេនិយាយមិនអារឿងប្រព័ន្ធដឹកជញ្ជូនហ្នឹងខ្ញុំដកស្រង់អ្នកស្រីអូទេប៉ូលីនអ្នកស្រីអូទេប៉ូលីននេះជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជានឹងដូចអ្នកស្រីយ៉ាងសុភ័ណ្ឌដែរគឺដុតដៃដុតជើងចង់ឲ្យរដ្ឋាភិបាលកែធ្វើម៉េចឲ្យកម្មករមានសុវត្ថិភាពដូចទៅសុំភ្លើងយក្សអញ្ចឹងអ្នកស្រីថាបងប្អូនកម្មករពេលចេញពីផ្ទះអាចទៅដល់កន្លែងធ្វើការពេលខ្លះមានវាសនាមកជួបគ្រួសារពេលខ្លះក៏អត់ដែរអ្នកស្រីបន្ថែមថាអ្នករងគ្រោះអាចបន្សល់នៅការភ័យខ្លាចបាក់ស្បាតនិងការពិការភាពការជួយស្ដារនីតិសម្បទាមិនមែនតែលើការផ្ដល់សម្ភារៈឧបករណ៍ជំនួយនោះទេគឺការជួយស្ដារផ្លូវចិត្តរំដោះភាពភ័យខ្លាចអ្នកនៅក្នុងព្រឹត្តិការណ៍នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋគាត់ថាឈប់ដោះសារឈប់ពន្យាពេលហើយកែតម្រង់ធ្វើដំណើរការធ្វើដំណើររបស់កម្មករជាបន្ទាន់ឃើញនៅប្រធានសហជីពប្រាប់ទៅរដ្ឋាភិបាលថាឈប់ដោះសារឈប់ពន្យាពេលកំណែតម្រង់ការធ្វើដំណើររបស់កម្មករជាបន្ទាន់ឃើញនៅគឺរឿងដឹកជញ្ជូននឹងទៀតអ្នកណាក៏គេមើលឃើញរឿងហ្នឹងដែរហេតុអីបានរដ្ឋាភិបាលមើលអត់ឃើញរឿងហ្នឹងអស់ពីអ្នកស្រីអូទេប៉ូលីនក៏យើងឃើញថាបងប្អូនមួយចំនួនបន្ទោសទៅតកងឡានដែរលោកម៉ៃវឌ្ឍនាដែលជាកវីជនបទគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់ថាអាជ្ញាធរស្ថាប័នចរាចរណ៍គួរមានវិធានការករណីនេះគឺឲ្យតឹងចរាចរណ៍ឲ្យតឹងរឹងចំពោះអ្នកបើកបរតែកងឡាននឹងតែម្ដងគឺក្រុមហ៊ុនដឹកជញ្ជូននិងពិនិត្យទឹកនោមរកសារធាតុញៀនជាប្រចាំព្រោះកន្លងទៅតែងសង្កេតឃើញថាអ្នកបើកបរឡានដឹកជញ្ជូនធំមួយចំនួនហាក់បើកប្រហើនណាស់បាទនិយាយទៅលោកម៉ៃវឌ្ឍនាគាត់ដូចជាដាក់ការដូចថាសង្កត់ធ្ងន់ទៅលើអ្នកបើកបរដែលបង្កឲ្យមានគ្រោះថ្នាក់អាហ្នឹងក៏មួយជ្រុងលោកភក្តីកណនី Facebook លោកភក្តីថាតាមផ្លូវលេខ1ភាគច្រើនឡានកម្មករបាក់ជែងគ្នាខ្លាំងណាស់អាណិតពួកគាត់ខំរកប្រាក់ចិញ្ចឹមកូនភាគច្រើនកម្មការិនីនឹងតែម្ដងឃើញទេបើកជែងគ្នាអ្នកណាក៏គេដឹងដែរសុនមឿងកណនីសុនមឿងក៏ថាច្បាប់ចរាចរណ៍តម្រូវរថយន្តដឹកអ្នកដំណើរត្រូវមានឧបករណ៍ដូរកៅអីខ្សែក្រវ៉ាត់សុវត្ថិភាពតែរថយន្តដឹកកម្មករទុកដូចដឹកអីវ៉ាន់អ្នកណាគេមិនដឹងបងប្អូនខ្ញុំមិនមែននិយាយតែឯងទេបន្តទៅទៀតបងប្អូនខ្លះក៏ថាប្រាក់ខែតិចចំណាយច្រើនបើមិនប្រជាតិគ្នាជិះដូចជ្រូកដូចគោទេគឺមិនអាចដោះស្រាយជីវភាពបានទេច្បាស់ណាស់ថាវាងាយនឹងរងគ្រោះថ្នាក់តែគ្មានជំរឿលទ្ធភាពបានត្រឹមតែប៉ុណ្ណឹងខ្លោចចិត្តណាស់ឃើញទេបងប្អូនកម្មករគ្នាអត់ជំរឿឲ្យទៅថែមលុយឯណា$210ឡើងទៅបង់រឿងធ្វើដំណើរហ្នឹងបើរត់អត់ជួយបើតកែរោងចក្រអត់ជួយបើអត់មានធ្វើឧបត្ថម្ភធនហ្នឹងដូចខ្ញុំនិយាយចឹងឲ្យគ្នាទៅថែមអីទៀតចឹងបជ្រៀតទៅបជ្រៀតកាន់តែច្រើនគ្នាកាន់តែសុបាយចិត្តព្រោះសុវត្ថិភាពអីក៏ដោយតែវាធូរលុយព្រោះគិតតែមួយកែហ្នឹងអស់លោកលុយក្រាលដេកតែមើលកម្មករមើលគ្នាវេទនាប៉ុណ្ណាបថុយជីវិតលើដងផ្លូវរាល់ថ្ងៃហ៊ួនហាប់គាត់ថាបើយកគំរូតាមខេត្តកោះកុងអាចនឹងប្រសើរឡើងជាងមុនបាទខេត្តកោះកុងហ្នឹងគេមានការកែប្រែយ៉ាងម៉េចបងប្អូនទៅមើលកោះកុងខ្ញុំមិនទាន់ឃើញរថយន្តគាត់យ៉ាងម៉េចទេតែគេហាក់បីដូចជាសរសើរខាងខេត្តកោះកុងនឹងសម្បើមដែរកណនី Facebook ធីរ៉ាក៏ថាមនុស្សបើគេចង់ជួយគេស្វែងរកបញ្ហាដែលកើតឡើងហើយកែតម្រូវហើយតែបើគេមិនចង់ជួយគឺគេនឹងសន្យាខ្យល់ឲ្យបញ្ហាកើតដដែលឃើញទេសន្យាខ្យល់ទៀតណុលណានគាត់ថាមិនស្មើនឹងជ្រូកទេគឺដូចគោដូចជ្រូកចឹងគាត់ថាមិនថាមិនស្មើនឹងជ្រូកឯងគាត់និយាយថាបើជ្រូកគោគ្រាន់បើជាងនឹងទៅទៀតណែនៃគាត់ចង់និយាយចឹងការដឹកជញ្ជូនហ្នឹងគាត់ថាមិនស្មើនឹងជ្រូកនឹងគោទេចង់និយាយថាជ្រូកគោមានសំណាងជាងហ្នឹងផងគេដឹកមានដូចថារៀងគ្រាន់បើជាងដឹកមនុស្សផង Bro Pro KPS គាត់ថាពិតមែនហើយលោកពូឡាន2តោនកន្លះដឹកកម្មករសំទោសលោកពូឡាន2តោនកន្លះដឹកកម្មករខ្ទង់70ទៅ
ឡើងអ្នកឯណោះអូយ2តោនកន្លះដឹក70អ្នកឡើងងាប់ហើយលោកហើយដូចកតំចឹងហើយចង្អែតចង្អៀតណែនតាមតាប់ហើយលេងប៊ុនថងក៏ថាសង្វែកណាស់កម្មករស្រុកគេធ្វើដំណើរដោយជិះរថភ្លើងនិងរថយន្តក្រុងដែលមានសុវត្ថិភាពទៅធ្វើការតែអនិច្ចាកម្មករស្រុកខ្ញុំធ្វើដំណើរដោយជិះឡានដាក់ទ្រង់ហាលថ្ងៃហាលភ្លៀងទៅធ្វើការសង្ខារត្រូវផ្ញើលើដងផ្លូវរូបភាពបែបនេះខ្ញុំឃើញ20 30ឆ្នាំហើយស្ដាប់ទៅបងប្អូនអត់មានមួងណារ៉េតអ្នកនិយាយឯណាទេមួងណារ៉េតនៅសហរដ្ឋអាមេរិកតែបងប្អូនអ្នកដែលបញ្ចេញមតិហ្នឹងគាត់នៅស្រុកខ្មែរហ្នឹងគាត់ថាគ្រាន់តែពៀតគ្នាក៏ថប់ដង្ហើមស្លាប់ដែរកណនីរស់ច័ន្ទគុណធាវីគាត់ថាតកងឡានខ្លះចេះបើកតគ្នាក៏ផ្ទុះតកងឡានតកងឡានខ្លះចេះបើកតគ្នាមិនបានឆ្លងកាត់ចូលសាលាវឹកវើហាត់បើកបររថយន្តឲ្យបានត្រឹមត្រូវប្រឡងយកបានបើកបរអីទេគាត់ថានគរបាលចរាចរណ៍ចុះត្រួតពិនិត្យមើលឡានត្រូវចុះពិនិត្យមើលឡានហ្នឹងមើលដឹកឡានដឹកកម្មកររោងចក្រផងគ្រឿងម៉ាស៊ីនរថយន្តក្នុងការដឹកកម្មករថ្មីឬចាស់គ្រឿងឡានផ្សេងចាស់ទ្រុឌទ្រោមហើយយកមកប្រើប្រាស់ផ្ទុកមនុស្សលើសទម្ងន់បើវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍មានបានបើកបរដែរឬទេបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់បាត់បង់ជីវិតមនុស្សខ្លះទៀតបើកបរក្នុងស្ថានភាពសង្វឹងជោគដូច្នេះហើយជាហានិភ័យដល់ជីវិតកម្មករជាយថាហេតុដោយមើលមិនឃើញលោកស្រីរស់ច័ន្ទគុណធីវីបន្តទៀតថាតែកងឡានណាត្រូវមានស្មារតីទទួលខុសត្រូវដល់អាយុជីវិតអ្នករួមដំណើរនៅលើឡានច្រើនណាស់ឲ្យបានរឹងមាំយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ធានាបើកឲ្យមានសុវត្ថិភាពជូនអ្នកដំណើរដោយសេចក្តីសុខសេមសានគាត់បន្តថាមិនមែនលេងសើចទេណានៅពេលកំពុងបើកបរជីវិតមិនមែនដាក់លក់ទៅលើទីផ្សារទេរួមដំណើរអ្នករួមដំណើរគឺផ្ញើវាសនាជីវិតសង្ខារស្ថិតលើដៃតកងហើយឡានតែម្នាក់នេះតកងឡានម្នាក់នេះឯងហើយដែលកាន់ចង្កូតរថយន្តបញ្ជាគ្រឿងម៉ាស៊ីនបាទកណនី Facebook របស់ជនបរទេសមួយដែលបង្រៀននៅស្រុកខ្មែរ40ឆ្នាំហើយបងប្អូន30-40ឆ្នាំហើយគ្រូបរទេសម្នាក់នេះជាមិត្តភ័ក្តិរបស់ខ្ញុំផងគាត់ទៅសេថាអញ្ចេះគួរឲ្យសោកសង្រេងមែនតើគាត់ទៅសេជាភាសាអង់គ្លេសទេនៅស្រុកខ្មែរអញ្ញាធមមើលទៅដូចអត់មានធ្វើអីបានតែអង្គុយហើយចាំតែលើកមេដៃលើកអីហើយអើដូចថាចង់និយាយថាមិនបានដោះស្រាយបញ្ហាគឺរឿងបែបនេះគឺជាអត់ផុតពីនឹងមានគ្រោះថ្នាក់អញ្ចឹងទេបើនៅធ្វើដូចអញ្ចឹងជនបរទេសក៏គេឈឺឆ្អាលរឿងយើងដែរបងប្អូនចោះប្រធានសហជីពប្រធានសហភាពការងារកម្ពុជាលោកអាត់ធុនម្នោះវិញលោកនិយាយថាម៉េចលោកអាត់ធុនដែលជាប្រធានសហភាពការងារកម្ពុជា CLC គាត់និយាយចេះនេះមិនមែនជាលើកទី1ទេដែលកម្មករបានរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍បញ្ហានេះគួរតែត្រូវបានដោះស្រាយនិងកែលម្អមិនគួរកើតឡើងទៀតឡើយប្រធានសហជីពសម្ព័ន្ធសហជីពគាត់និយាយចឹងហើយឲ្យកម្មករទៅពឹងអីឥឡូវបានតែស្រែកបានតែថាគ្រប់គ្នាគាត់ថាគាត់ចូលរួមរំលែកទុក្ខហើយស្នើឲ្យក្រុមហ៊ុនរដ្ឋាភិបាលភាគីពាក់ព័ន្ធដោះស្រាយបញ្ហាផ្ដាល់សំណងជួសជុលការខូចខាតបាទសំណងគេប្រាប់ហើយក្រសួងការងារហ្នឹងប៉ុន្តែយកទៅទៀតគ្រោះថ្នាក់ទៀតទៅសំខាន់គឺយើងត្រូវរកវិធានការបង្ការទប់ស្កាត់ការពារប្រសើរជាងព្យាបាលឥឡូវយើងទៅព្យាបាលទៅចែកលុយចែកសំណងអីហ្នឹងស្អំចិត្តដែរប៉ុន្តែបើយើងនាំគ្នាធ្វើពីដើមខ្សែមកវាអត់មានអ្នកលងទឹកស្លាប់ទេដើមខ្សែយើងនឹងអង្គុយយកបសជួយហ្នឹងវាល្អហើយប៉ុន្តែបើយើងនាំគ្នាទៅជួសជុលស្ពានខាងលើកុំឲ្យមនុស្សដើរធ្លាក់ទឹកយើងអត់ចាំមកស្រង់ទឹកមនុស្សលងទឹកនៅខ្សែខាងក្រោមនៅស្ពានជ្រោយចង្វាហ្នឹងទេបាទឥឡូវនេះគឺយើងមានលិខិតថ្លែងទុកហ្នឹងក៏មានលោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិក៏លោកឈឺឆ្អាលដែរខ្ញុំសរសើរលោកមិនមែនខ្វល់តែរឿងតែហ៊ានជួមុខទេខ្វល់ដល់រឿងកម្មការរឿងនេះដែរយើងភ័ព្វសំណាងទៅមានថ្នាក់ដឹកនាំឯណាគិតរឿងតបរឿងព្រំដែនសក់100ជំរាកជ្រៀកទៅជាសរសៃតូចហើយមកគិតដល់កម្មករយើងទៀតលោកទាសីហានិងភរិយាថាមានសេចក្តីរន្ធត់យ៉ាងក្រៃលែងដោយចំពោះគ្រោះថ្នាក់ចរាចរណ៍ពីករណីកើតឡើងព្រមគ្នានៅខេត្តកំពង់ឆ្នាំងនិងស្វាយរៀងនេះគ្រោះថ្នាក់ចរាចរណ៍នេះគឺវាជាថ្ងៃដែលសោកស្ដាយបំផុតដែលមានបងប្អូនកម្មករស្លាប់ជាច្រើនរបួសជាច្រើនសូមឲ្យប្រជាពលរដ្ឋបើកបរដោយការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពចរាចរណ៍និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកំពុងតែសើគាត់ថាយកចិត្តទុកដាក់ជីវិតកម្មករកាត់ដេរគាត់ទៅបន្ទោសតារឿងអ្នកបើកបរឲ្យបើកបរប្រុងប្រយ័ត្នជាការពិតដែរបើប្រុងប្រយ័ត្ននឹងវាមិនសូវគ្រោះថ្នាក់ប៉ុន្តែលោកអត់ជួយប្រាប់រឿងចំនួនមនុស្សដឹកដោយគោដោយកបីនឹងផងទេអញ្ចឹងហ៎
តែហើយទៅធ្វើបាបអីលោកទាសីហាគាត់ដោះស្រាយរឿងបញ្ហាព្រំដែននោះមិនតាន់ចេញហ្នឹងមកនិយាយអីរឿងកម្មករកាត់ដេរអីទៀតគាត់អានេះជាសមានចិត្តរបស់ថ្នាក់ដឹកនាំដែលចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋថាថ្នាក់ដឹកនាំបើប្រជាពលរដ្ឋមានទុកគឺមានថ្នាក់ដឹកនាំនៅទីនោះបានន័យថាគេមិនភ្លេចទុករាជទេប៉ុន្តែទុករាជហ្នឹងគឺសុំលោកឲ្យបំកុំភ្លេចទុករាជនៅពេលដែលរាជមានទុកសូមឲ្យគិតទុករាជនៅពេលដែលរាជអត់ទាន់មានទុកនៅឡើយកុំឲ្យអាទុកហ្នឹងមកដល់អាហ្នឹងបានលោកជិះឆ្អាលមែនតើបាទឥឡូវខ្ញុំសូមស្លេះរឿងនេះប៉ុណ្ណេះសិនចោះបងប្អូនរឿងប៉ុណ្ណឹងអស់1ម៉ោងជាងបាត់ទៅហើយខ្ញុំចូលដល់រឿងតាក់ទងនឹងព័ត៌មានពីរឿងលោកយាយម្ដាយលោកកម្មសុខានៅតែស្ថិតក្នុងសភាពដាបខ្លាំងកំពុងទទួលធម៌ពីប្រសង់នៅឡើយទេមានព័ត៌មានតាមបណ្ដាញសង្គម Facebook ផ្សាយចែកបន្តតគ្នាច្រើនបងប្អូនប្រហែលម៉ោងមុនការផ្សាយរបស់ខ្ញុំនេះថាលោកយាយម្ដាយរបស់លោកកម្មសុខានឹងបានទទួលអនិច្ចកម្មទៅហើយក្តីអីអញ្ចឹងទៅការទទួលអនិច្ចកម្មរបស់លោកយាយង៉ែតសៅង៉ែតដែលជាម្ដាយរបស់លោកកម្មសុខានេះគឺមិនមានអីភ្ញាក់ផ្អើលទេបើសិនជាលោកយាយទទួលអនិច្ចកម្មក្នុងពេលណាមួយខ្ញុំមិនប្រមាថការទៀនទេខ្ញុំបួងសួងបន់ស្រន់សូមឲ្យលោកយាយមានអាយុយឺនយូរបន្តនៅមើលមុខកូនចៅទៀតប៉ុន្តែលោកយាយអាយុយឺនយូរនេះគឺអាយុយឺនយូរទាំងវេទនាផ្លូវចិត្តខ្លាំងមែនតើដោយពេលថាអាយុយឺនយូរមិនអាចជួបមុខកូនដែលគេឃុំខ្លួនក្នុងផ្ទះធ្វើឲ្យសោកសង្រេងចឹងជីវិតយូររបស់លោកយាយនឹងគឺជាជីវិតដ៏សោកសៅនរុអវជ័យខ្ញុំមែនតើទៅខ្ញុំអាសូរក្រុមគ្រួសារនេះមែនតើព្រោះបើបន់ឲ្យគាត់អាយុយូរយឺនក៏ដូចជាបន់ឲ្យគាត់នៅមើលស្រក់ទឹកភ្នែកចំពោះការធ្វើទុកបុកម្នេញដល់កូនគាត់គឺលោកកម្មសខានឹងទៀតណាប៉ុន្តែខ្ញុំមិនប្រាថ្នាឲ្យគាត់ទទួលអនិច្ចកម្មអីទេវាជាការប្រមាថការទៀនម្ដងទៀតខ្ញុំបន់ស្រន់ឲ្យលោកយាយម្ដាយលោកកម្មសខាគឺលោកយាយសៅង៉ែតដែលឆ្នាំនេះគឺមានបច្ចុប្បន្ន101ឆ្នាំហើយលោកយាយបច្ចុប្បន្នវែងណាស់101ឆ្នាំនេះគឺជាបច្ចុប្បន្នវែងណាស់នៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលរស់ត្រឹមអាយុ70អីហ្នឹងយ៉ាងច្រើនសម្រាប់មនុស្សស្រីមនុស្សប្រុស60ជាងអីហ្នឹងជាអាយុដែលមធ្យមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅនេះមានអ្នកអាយុវែងប៉ុន្តែអាយុជាមធ្យមនៃការស្លាប់របស់ជនជាតិខ្មែរយើងគឺស្រីអឺបានវែងជាងប្រុសអាយុ65 67អីហ្នឹងស្លាប់អស់ហើយគឺនៅក្នុងការធ្វើស្ទង់មតិអំពីការរស់នៅរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរលោកយាយសៅង៉ែតគាត់មានបច្ចុប្បន្ន101ឆ្នាំប៉ុន្តែរ៉ាំរ៉ៃជំងឺហើយភ្លឹកលែងដឹងខ្លួនបន្តិចវិញអាចនឹងកម្រើកដៃឬក៏ព្រិចភ្នែកឬក៏អីនឹងឬងើយកអីហ្នឹងគឺដោយសារតែលឺសំឡេងកូនទេលឺសំឡេងលោកកម្មសខាទេព្រោះអីគ្រួសារអស់សង្ឃឹមថានឹងអាចសង្គ្រោះលោកយាយបានហើយព្រោះជីវិតដល់ទីបញ្ចប់និមន្តប្រសង់អីមកសូត្រធម៌ឲ្យធម៌អីអស់ហើយប៉ុន្តែនៅពេលដែលឮសំឡេងលោកកម្មសខាតែមួយវ៉ាស់ធ្វើឲ្យលោកយាយមានកម្លាំងផ្លូវចិត្តហ្នឹងអាចដូចជាមានឈាមស្រស់បោះអីប៉ុន្តែអកុសលគេអនុញ្ញាតឲ្យលោកកម្មសខានឹងទៅជួបគាត់បានតែ1ម៉ោងក៏ចាប់ពង្រត់យកទៅផ្ទះវិញយកទៅឃុំខ្លួនធ្វើដូចបញ្ញាប់យកបញ្ជូនទៅការពារដីនៅព្រំដែនខ្លាចថៃយកអីណាអញ្ចឹងរឿងនេះគឺធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគឺថាតួមនិញចំពោះអាញាធរនឹងមែនតើភាពអត់មេត្តាភាពយកខ្មែរជាសត្រូវដែលម្ដាយចាស់ជរាជីវិតចុងក្រោយហើយចោះឲ្យគាត់នៅឲ្យបានយូរបើអាញាធរចង់ទៅការពារសុវត្ថិភាពហ្នឹងដាក់លោកកម្មសខានៅផ្ទះហ្នឹងទៅម្ដាយគាត់ហ្នឹងទៅឲ្យពាត់លបងទៅយកអាក្រោះយករត់ក្រោះយករត់ពីសដែកយកកងកម្លាំងទាំងអស់ហ្នឹងឬក៏ស្អីសំណាញ់មេឃអីហ្នឹងយកទៅការពារផ្ទះរបស់ប្អូនស្រីលោកកម្មសខាហ្នឹងឲ្យគាត់នៅអាចមើលម្ដាយបានរហូតតតែដង្ហើមចុងក្រោយហ្នឹងទៅប្រមាណម៉ោងប្រមាណអាទិត្យប្រមាណខែទៀតទៅព្រោះជីវិតចុងក្រោយហ្នឹងហេតុអីក៏មិនធ្វើដូច្នេះចាំបាច់តែគាត់សុំមកម្ដងទៀតឲ្យប្របាក់អីអញ្ចឹងទៅយើងធ្វើឲ្យរកម្មចិត្តតើអស់លោកនឹងហែលឆ្លងទឹកភ្នែករបស់លោកកម្មសខានិងម្ដាយលោកកម្មសខានេះរួចផុតទេគឺជាមហាសាគរដ៏ជ្រៅសែនជ្រៅធំមហាសាលទឹកភ្នែកនេះហែលមិនរួចទេអ្នកដែលប្រមាថធ្វើបាបដល់ពេលលោកកម្មសខានិយាយថាអ្នកណាសាព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាឬទទួលអំពើបាបទៅតាមអកុសលកម្មនៃការព្យាបាទមានអ្នកមករករឿងគាត់អីចឹងទៀតទៅថានិយាយអត់គម្របអីចឹងទៅសិនអញ្ចឹងអត់មានព្រមទៅជួយលើកទឹកចិត្តឲ្យគេដោះលែងលោកកម្មសខាឬក៏អនុគ្រោះឲ្យលោកកម្មសខាស្នើឲ្យថ្នាក់ដឹកនាំបានលោកកម្មសខាមកជួបទៅវាអាក្រក់ពេកដែលម្ដាយឪពុកចុងក្រោយដែលស្លាប់ចិត្តស្លាប់ទៅហើយនឹងចង់ដាច់ខ្យល់ទៅហើយនឹងឲ្យកូននៅបានណែបនិតចិត្តកាយនឹងជីវិតចុងក្រោយចង់បានអីទៀតអត់យកទៅដាក់នៅឃុំក្នុងផ្ទះវិញទុកឲ្យលោកយាយសៅង៉ែតហ្នឹងនៅដង្ហើមចង្រិតហ្នឹងទៀតទៅ
ទឹកដែលធ្វើឲ្យព័ត៌មានមួយចំនួនគិតថាគាត់ប្រហែលជាទទួលអាជីវកម្មបាត់ទៅហើយចឹងក៏ស្រតាមគ្នាទៅប៉ុន្តែថ្ងៃនេះយើងឃើញព័ត៌មានពីលោកផែងហេងដែលជាមេធាវីរបស់លោកកម្មសខាសហមេធាវីហើយក៏មានលោកច័ន្ទជេងដែលជាអតីតសហមេធាវីលោកកម្មសខាសប្ងៃលោករស់នៅប្រទេសអូស្ត្រាលីហើយក៏ជាសហការីស្និទ្ធរបស់លោកកម្មសខាដែរក៏ចេញសារផ្ទួនគ្នាមកបញ្ជាក់ថានេះលោកផែងហេងនិយាយចេះមុននឹងប្រហែល3ម៉ោងគាត់ថាខ្ញុំសូមជម្រាបសាធារណជនឲ្យបានជ្រាបថាម្ដាយរបស់លោកកម្មសុខាលោកយាយសៅង៉ែតដែលសប្ងៃមានប្រជជន101ឆ្នាំនៅមានប្រជជននៅឡើយទេហើយកំពុងព្យាបាលដោយវិជ្ជបណ្ឌិតនិងនិមន្តប្រសង់ដើម្បីឲ្យធម៌លោកយាយហាក់មានចលនាកម្រើកដៃបានតិចនិងពេលខ្លះបើកភ្នែកដែរហើយមាត់ហាក់មានហើយក៏បើកមាត់មាត់ដែរហើយហាក់បីមានកម្លាំងចិត្តក្រោយបានលោកកម្មសុខាជាកូនសម្លាញ់សំណប់ចិត្តបានទៅជួបនិងលើកទឹកចិត្តដល់លោកយាយលោកបន្តថាសូមសាធារណជនកុំយល់ច្រឡំនេះដោយសារអីខ្ញុំឃើញសារក្នុងបណ្ដាញសង្គមអ្នកខ្លះយល់ថាលោកយាយបានលាចាកលោកនេះទៅហើយតាមពិតលោកយាយកំពុងមានប្រជជនគ្រាន់តែមិនអាចនិយាយនឹងមិនអាចពិសាឬក៏អាចពិសាទឹកបានតិចតួចបាទប៉ុណ្ណឹងបងប្អូនអឺខ្ញុំឃើញមានបងប្អូននៅតាមបណ្ដាញសង្គមហាក់បីដូចជានាំគ្នាជជែកពីរឿងលោកកម្មសុខានឹងមានល្បិចកលអីដែលធ្វើស៊ីអារម្មណ៍របស់អាជ្ញាធរម្លេះព្រោះគេហាមឃាត់មិនអោយតែគាត់ចេញពីផ្ទះតើគេមានហាមឃាត់មិនអោយយកម្ដាយទៅដាក់នៅក្នុងផ្ទះហ្នឹងឯណាហេតុអីក៏ធ្វើឲ្យវេទនាចិត្តប្រកម្មចិត្តអីយ៉ាងនេះឬមួយក៏ចង់កេងចំណេញនយោបាយដើម្បីឲ្យឃើញភាពទុកសោកខ្លោចផ្សាដែលម្ដាយដែលអាចចូលទៅក្នុងផ្ទះគាត់បានហើយទៅនៅជាមួយគាត់ទៅចាំបាច់ឲ្យសុំច្បាប់គេចេញមកក្រៅផ្ទះឲ្យយូរឲ្យពិបាកឲ្យវេទនាមើលទៅដូចជាលហេមលហាមអីចឹងនេះគឺមានមតិច្រើនគេរិះគន់លោកកម្មសខាតាមបណ្ដាញសង្គម Facebook បងប្អូននេះក៏ជាឱកាសដែលខ្ញុំក្នុងនាមជាខ្មែរម្នាក់ហើយក៏យល់ពីនីតិវិធីច្បាប់ក៏យល់នីតិវិធីសង្គមសិលធម៌សុជីវធម៌មនុស្សធម៌ច្រើននឹងអាចជួយពន្យល់បងប្អូនហើយសុំបិណ្ឌបាតបងប្អូនដែលជា MMO ណាបងប្អូនដែលរលុយតាមអនឡាញដែលជួនកាលហ្នឹងរឿងខ្លះហ្នឹងគឺបងប្អូនបង្កើតឲ្យវាមានដើម្បីឲ្យគេ like and share ហើយបានប្រាក់កម្រៃការរត់ទទួលទានបែបនេះមិនសុចរិតទេគ្មានសិលធម៌គ្មានសុជីវធម៌ទេគឺយើងត្រូវប្រកាន់គោលការណ៍សច្ចយុត្តិធម៌ផងកុំថ្នាំអាចទន្សាយកុំរឿងអីក៏និយាយបានគ្រប់រឿងហើយចេះតែថាទៅដើម្បីឲ្យថាយើងដឹងគ្រប់រឿងចំពោះខ្ញុំដឹងច្រើនរឿងតែមិនដឹងគ្រប់រឿងទេប៉ុន្តែខ្ញុំដឹងច្រើនរឿងហើយខ្ញុំមិនផ្សាយគ្រប់រឿងដែរព្រោះខ្ញុំមិនមែនផ្សាយដើម្បីបានលុយបាន share បាន like ឬក៏យករបរផ្សាយព័ត៌មានគឺជារបរអាជីពទេខ្ញុំមានការងារអាជីពរបស់ខ្ញុំរស់ហើយបាយ3ពេលហើយមិនធ្វើផ្សាយផ្ទាល់ផ្សាយអីធ្វើធម្មទានបង្អែមលៀងមាត់មកផ្ទះធំនេះក៏មួងនរេតអត់ដាច់ពោះដែរមួងនរេតមានចំណេះជំនាញគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារច្រើនណាស់មុងនរេតអត់ត្រូវការជ្រើសរើសមកអត់ល្ងុយភ្ញាក់ម៉ោង4រាល់ព្រឹកមួយឆ្នាំជាងហើយគេងបានតែមួយយប់3 4ម៉ោង5ម៉ោងយប់ណាសំណាងទៅបាន6ម៉ោងនោះទេខ្ញុំបាត់បង់ការគេងរាប់រយម៉ោងហើយក្នុងរយៈពេលប្រហែលជាមួយឆ្នាំតាំងពីមានចំនួនព្រំដែនខ្មែរថៃប៉ុន្តែដោយសារបេះដូងខ្ញុំឈឺចាប់នឹងព័ត៌មានពលឹះព័ត៌មានអឺប្រជាពិធព័ត៌មានប្រជាពិធណែបោកប្រាស់បន្លំច្រើនពេកបានខ្ញុំបដិញ្ញាធ្វើធម្មទាននេះដើម្បីឲ្យបងប្អូនបានព័ត៌មានប៉ុន្តែមិនមែនចេះតែមកយកទៅសងផ្សាយឲ្យតែបានទេឥឡូវវិលមករឿងលោកកម្មសខាហេតុអីបានជាមិនយកម្ដាយទៅដាក់នៅក្នុងផ្ទះបងប្អូនការគិតថាលោកកម្មសខាគួរតែយកម្ដាយទៅដាក់នៅក្នុងផ្ទះគ្មាននរណាហាមឃាត់ណាគឺមិនខុសទេព្រោះនៅក្នុងសាលក្រមរបស់តុលាការកាលពីឆ្នាំ2023ថ្ងៃទី3ខែមីនាឆ្នាំ2023សាលក្រមលើករណីលោកកម្មសខាខ្ញុំចាំថ្ងៃទី3ខែមីនាឆ្នាំ2023ដោយសារខ្ញុំកើតថ្ងៃទី3ខែមីនាឆ្នាំ1976វាគាប់ជួនទេបងប្អូនប៉ុន្តែនៅហើយឆ្នាំអីខែអីក៏មិនជាបញ្ហាអីដែរសំខាន់គឺពេលដែលតុលាការចេញដីកាផ្ដន្ទាទោសលោកកម្មសខា27ឆ្នាំគឺកំណត់ឲ្យដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការមិនដាក់គុកគាត់ទេប៉ុន្តែយកមកឃុំក្នុងផ្ទះបងប្អូនអានេះអាក្រក់ជាងគុកទៀតព្រោះបាត់បង់សេរីភាពគ្រប់យ៉ាងដដែលទេសិទ្ធិនយោបាយគេដកហូតទាំងអស់សិទ្ធិដើរហើយគេដកហូតទាំងអស់
សិទ្ធនិយាយស្ដីទៅអ្នកណាតាក់ទងជាមួយអ្នកណាក៏អត់បានដែរគឺគេបិទទាំងអស់លើកលែងតែសិទ្ធជួបក្រុមគ្រួសារផ្ទាល់របស់គាត់ក្រុមគ្រួសារផ្ទាល់នឹងមានអ្នកណាគឺមានម្ដាយមានប្រពន្ធនិងមានកូនរបស់គាត់នេះគឺជាច្បាប់កំណត់នៅក្នុងសាលក្រមរបស់តុលាការគឺលោកកឹមសុខាអាចជួបបានតែក្រុមគ្រួសារសាច់ញាតិផ្ទាល់របស់គាត់គឺប្រពន្ធគាត់កូនគាត់និងម្ដាយគាត់ឪពុកគាត់អីចឹងមេធាវីក៏ជួបមិនបានដែរទាល់តែសុំច្បាប់អ្នកណាផ្សេងទៀតជួបក៏មិនបានដែរទាល់តែសុំច្បាប់នេះគឺជាច្បាប់នេះគឺជាសាលក្រមតុលាការហើយលោកកឹមសុខាគាត់អនុវត្តតាមសាលក្រមតុលាការយើងធ្វើអញ្ចឹងគឺយើងកំណត់ឲ្យគាត់អត់មានសេរីភាពអីទាំងអស់ដើម្បីឲ្យពិបាកហ្មងឥឡូវយើងសួរថាចោះលោកកឹមសុខាអាចយកលោកស្រីសៅង៉ែតយកទៅដាក់នៅក្នុងផ្ទះគាត់បានដែរឬទេព្រោះអីអត់មាននរណាហាមឃាត់លោកស្រីលោកយាយសៅង៉ែតមិនឲ្យទៅនៅជាមួយលោកកឹមសុខាទេលោកយាយសៅង៉ែតទៅជួបលោកកឹមសុខាងាយជាងលោកកឹមសុខាមកជួបលោកយាយសៅង៉ែតព្រោះលោកកឹមសុខាជាប់ឃុំនៅក្នុងផ្ទះតើតែសុំសមត្ថកិច្ចតើតែគេឆ្កកតើតែគេអែហមអមដំណើរតើតែមានប៉ូលីសបានដឹកលោកកឹមសុខាចេញមកជួបលោកយាយសៅង៉ែតបានផ្ទុយទៅវិញលោកយាយសៅង៉ែតអាចចូលទៅផ្ទះលោកកឹមសុខាដោយគ្រាន់តែសុំសមត្ថកិច្ចអ្នកសន្តិសុខយាមផ្លូវហើយចូលទៅព្រោះគាត់ជាម្ដាយលោកកឹមសុខាអត់មានប្របាកអីទេគឺចូលទៅបានហើយក៏អាចប្រហែលជាស្នាក់នៅជាមួយលោកកឹមសុខាបានមួយរយៈពេលឬក៏មិនដឹងខ្ញុំអត់ដឹងថានៅយូរបានប៉ុណ្ណាអាហ្នឹងតាមសមត្ថកិច្ចយើងនិយាយអំពីលោកយាយសៅង៉ែតមិនអាចទៅនៅត្រាំត្រែងជាមួយលោកកឹមសុខាព្រោះសាលក្រមនេះមិនបានអនុញ្ញាតឲ្យក្រុមគ្រួសារដែលទៅនៅជាមួយលើកឡើងតែម្ដាយគាត់និងកូនគាត់ដែលនៅជាមួយគាត់តែអ្នកដែលម្ដាយសំទោសប្រពន្ធគាត់និងកូនស្រីគាត់ដែលនៅជាមួយគាត់ចោះម្ដាយដែលនៅក្រៅនេះតើអាចទៅនៅជាមួយគាត់បានទេនៅពេលដែលក្រោយមានសាលដីកាព្រោះម្ដាយលោកកឹមសុខាធ្លាប់ទៅនៅជាមួយបងប្អូនស្រីរបស់គាត់នឹងយូរហើយតាមិនទៅនៅជាមួយលោកកឹមសុខាឯណាតើដល់ពេលចេញសាលក្រមអញ្ចឹងមកគឺគាត់អាចនឹងផ្ទេរពីការនៅជាមួយបងប្អូនគាត់ទៅនៅផ្ទះលោកកឹមសុខាដោយមិនផ្ទុយនឹងបំរាមតុលាការឬយ៉ាងម៉េចបងប្អូនសាគិតទៅមើលឥឡូវខ្ញុំនិយាយឲ្យងាយស្រួលយល់ចេះវិញថាឥឡូវគេអនុញ្ញាតអត់មានហាមឃាត់លោកយាយសៅង៉ែតឲ្យទៅនៅជាមួយលោកកឹមសុខាទេលោកកឹមសុខាអាចយកគាត់មកបានលោកយាយសៅង៉ែតមិនមែនជាមនុស្សដែលមានសុខភាពមាំមួនដូចបងប្អូនដែលទៅអាយុ30-40ឆ្នាំដែលហាត់ប្រាណបានដែលនៅសកម្មដែលនៅមាំមួនអីទេណាលោកយាយសៅង៉ែតនៅពេលដែលគេផ្ដន់ទាទោសលោកកឹមសុខាដាក់ពន្ធនាគារកាលពីឆ្នាំ2017 9ឆ្នាំមុនលោកយាយសៅង៉ែតអាយុ91ហើយ92ឆ្នាំហើយណាកាលពេលហ្នឹងអាយុ92ឆ្នាំហើយសុខភាពគាត់ដាបយូរហើយក៏ប៉ុន្តែមកដល់ពេលនេះចូលដល់វ័យដែលគេចាប់ផ្ដើមតុលាការចេញសាលក្រមមកដាក់លោកកឹមសុខានៅក្នុងពន្ធនាគារឃុំក្នុងផ្ទះនេះមកគឺគាត់ចូលដល់វ័យ99ហើយហ្នឹង98ឆ្នាំហើយហ្នឹងហើយស្ថានភាពសុខភាពរបស់គាត់គឺទ្រុឌទ្រោមមែនតើគឺគាត់ទៅជួបពេទ្យដូចហូបបាយអញ្ចឹងដូចថាសឹងថាយើងបាយមួយថ្ងៃ3ពេលគឺសឹងគាត់ជួបពេទ្យមួយថ្ងៃ3ដងហើយហ្នឹងគឺជីវិតបែបហ្នឹងឯងមនុស្សចាស់ជរាណាក៏អញ្ចឹងដែរមនុស្សចាស់ជរាគឺទៅជួបពេទ្យច្រើនជាងទៅផ្សារទិញអីវ៉ាន់ឬក៏ទៅកន្លែងលំហែកាយព្រោះអីពេទ្យខ្ញុំមានម្ដាយចាស់ខ្ញុំដឹងរឿងហ្នឹងខ្ញុំមានជីដូនចាស់ខ្ញុំដឹងរឿងហ្នឹងគឺពេលវេលារបស់គាត់គឺ count down គឺរាប់ថយក្រោយហើយអញ្ចឹងបើខ្ញុំសូមផ្ដាំផ្ញើបងប្អូនទាំងអស់បើបងប្អូនមានម្ដាយចាស់មានជីដូនចាស់កុំឲ្យឱកាសខកឲ្យសោះស្រឡាញ់គាត់ឲ្យបានច្រើនលើសមុនយកចិត្តទុកដាក់ពួកគាត់ឲ្យបានច្រើនលើសមុនព្រោះពេលវេលារបស់ពួកគាត់គឺថយក្រោយបងប្អូនគឺរាប់ថយក្រោយចឹងហើយបានជាចាស់ថាកូនម្នាក់ម្ដាយម្នាក់ចិញ្ចឹមកូន10នាក់រស់តែកូន10នាក់ជួនកាលចិញ្ចឹមម្ដាយម្នាក់មិនរស់ទេនេះវាត្រូវត្រង់ថាអញ្ចេះម្ដាយចិញ្ចឹមកូនពីទូចក្រូចឆ្មាអញ្ចឹងរស់ព្រោះកូនពីក្រហមងាលមកគឺកូនធំដឹងក្តីមកបាន30 40 50ឆ្នាំ60 70ឆ្នាំគឺចិញ្ចឹមពីក្មេងតូចក្រូចឆ្មាឡើងទៅធំឲ្យរស់តែដល់ពេលកូនធំចិញ្ចឹមម្ដាយវិញគឺពេលម្ដាយអាយុ60 70ឆ្នាំហើយហ្នឹងចិញ្ចឹមគាត់មិនរស់បើតពេលគាត់ចុះទៅ80 90គាត់ឈឺចាស់ជរាគាត់ស្លាប់ដូច្នេះវាពេលវេលាចិញ្ចឹមម្ដាយឲ្យរស់យូរហ្នឹងគឺវាមិនដូចម្ដាយចិញ្ចឹមកូនឲ្យរស់យូរទេព្រោះអាចម្ដាយចិញ្ចឹមកូន50 60ឆ្នាំ100ឆ្នាំទៅតាមលក្ខណៈជាក់ស្ដែងគឺអាចរស់នៅជាមួយគ្នាបានមើលមុខគ្នាយូរប៉ុន្តែកូនចិញ្ចឹមម្ដាយឪពុកវិញគឺភាគច្រើនគឺពេលវេលាខើចទៅដោយសារតែភាពចាស់ជរាអញ្ចឹងនេះគឺជាលក្ខខណ្ឌធម្មជាតិទេប៉ុន្តែខ្មែរយើងបដៅហ្នឹងក្នុងន័យអញ្ចេះទេ
ម៉ែឪស្រឡាញ់កូនគ្មានលក្ខខណ្ឌទេតែកូនចៅស្រឡាញ់ម៉ែឪមានលក្ខខណ្ឌចំណែនគ្នាបងចំណែនប្អូនចំណែនបងរឿងចែកទ្រព្យមិនត្រូវរឿងយកចិត្តទុកដាក់កូននេះស្រឡាញ់កូននោះច្រើនជាងរឿងឆ្លោះគ្នាបងប្អូនខ្ញុំសូមផ្ដាំផ្ញើបងប្អូនទាំងអស់គ្នាហើយខ្ញុំមិនមែនជាគ្រូបាអាចារ្យសង្ឃរាជវត្តណាទេខ្ញុំនិយាយអំពីមនុស្សធម៌សុជីវធម៌សិលធម៌នៅក្នុងគ្រួសារបងប្អូនបង្កើតក្រុមគ្រួសារគឺជាសាច់ឈាមរបស់យើងប្រកាសទ្រព្យសម្បត្តិវត្ថុកែវកងពីទូសូរិកានរកបានតែឈាមយើងសាច់យើងការរាប់អានតាក់តងគ្នាគឺយើងអាចផ្ដាច់មនោសញ្ចេតនាបានកុំឲ្យយករឿងទ្រព្យសម្បត្តិកុំឲ្យរករឿងអីមកកាត់កាល់បងប្អូនចោលមកធ្វើបាបម្ដាយឲ្យនៅរ៉ាំរ៉ៃធ្វើឬក៏ឆ្លោះគ្នាកាប់ចាក់គ្នាប្តឹងបងប្អូនឯងហួសនិស្ស័យជាមនុស្សហើយយើងជាគ្រួសារគឺយើងកំសត់កំរយើងជួយគ្នាយកអាសាគ្នាហើយកុំមើលបំណាំគ្នាហើយខ្ញុំលើកទឹកចិត្តកុំឲ្យដោយសារតែទ្រព្យសម្បត្តិដោយសារតែលៀបសការៈដោយសារតែបណ្ដាំមរតកដែលម្ដាយឪពុកចែកលឹះលួសអីតិចតួចឆ្លោះគ្នាកាប់ចាក់គ្នាទាំងម្ដាយឪពុកជួនកាលនៅបើកភ្នែកភ្លឺអត់ទាន់ស្លាប់នៅឡើយធ្វើឲ្យគាត់រស់នៅវេទនាជាងស្លាប់ទៅទៀតកុំធ្វើអញ្ចឹងបងប្អូនអស់យើងស្លាប់ទៅមិនយករបស់នឹងទៅតាមទេតែយើងសូវរស់នៅក្នុងសេចក្តីថ្លៃថ្នូរការប្រស្រ័យតាក់ទងគ្នាក្រុមគ្រួសារបានល្អទ្រព្យសម្បត្តិទាំងអស់នឹងជំរុះចោលទៅហើយបើយើងជាបងគេគឺយើងត្រូវតាំងចិត្តឲ្យធ្ងន់ជាងបងប្អូនចែកទ្រព្យសម្បត្តិបើយើងជាបងគេឲ្យប្អូនច្រើនជាងទៅអត់អីទេតាំងចិត្តបែបនេះហើយកុំទៅចាប់ទោសអូដំណើរបើឲ្យទាំងអស់ក៏ឲ្យទៅព្រោះបងប្អូនយើងទេយើងស្រឡាញ់គ្នាបែបនេះព្រោះអីគ្មានគ្រួសារគ្មានអ្នកដតីណាស្រឡាញ់គ្រួសារជាងគ្រួសារយើងទេជាសាច់ឈាមយើងហេតុអីយើងវាយគ្នាយើងកាប់ចាក់គ្នាដោយសារលុយកាក់ដោយសារដីដោយសារគេអាករដោយសារអីម៉ែឪបងប្អូនឆ្លោះគ្នាកាត់កាល់គ្នាជេរបចោលគ្នាបងប្អូនបើកាត់បន្ថយបានកាត់ទៅព្រោះអាហ្នឹងវាអាក្រក់មើលខ្លាំងមែនតើហើយមិនដឹងថាបងប្អូនចង់បានអីស្រួលគ្នាដោះស្រាយបញ្ហាទៅយ៉ាងណាក៏ជាបងប្អូនជាឈាមឯងដែរកុំបងប្អូនមើលមុខគ្នាមិនឃើញបចោគ្នាច្រាស់ឆ្អេះប្តឹងគ្នាឡើងតុលាការប្តឹងម៉ែប្តឹងឪប្តឹងបងប្អូនប្តឹងអីដាក់គុកដោយសាររឿងដីធ្លីដោយសាររឿងទ្រព្យសម្បត្តិតើយើងមាននិស្ស័យហួសពីសត្វខុសពីសត្វអាក្រក់ជាងសត្វទៅទៀតសត្វវាប្រមូលផ្ដុំគ្នាការពារកូនចៅវាទោះក្នុងតម្លៃណាក៏វាគិតការពារព្រោះវាដឹងថានេះកូននេះគឺកូនរបស់វាសបល់នេះកតុយនេះពណ៌នេះសារធាតុជាសត្វគឺជាវងជាពូជជាអំបូររបស់វាការពារចុះហេតុអីបានជាយើងនាំគ្នាកំចាត់គ្នាកំចាយគ្នាអីអញ្ចឹងបងប្អូនទម្លាក់អានឹងចោលហើយម្ដងទៀតយើងត្រូវមានមេត្តាករុណាមុទិតាចែកឲ្យបានច្រើនធ្វើអំពើល្អនឹងការសប្បុរសអំពើសប្បុរសនឹងឲ្យច្រើនឲ្យច្រើនបើដឹងថាមិត្តភ័ក្ដិយើងនឹងគឺជាមនុស្សកំណាញ់ស្មោឲ្យគាត់ឲ្យច្រើនព្រោះយើងដឹងថាមនុស្សដែលកំណាញ់មិនសូវចូលចិត្តនឹងពាក្យថាឲ្យទេគឺចង់បានពីគេឲ្យទៅយើងសុខចិត្តប្រគល់ឲ្យគេឲ្យច្រើនបន្តិចទៅហើយលើសឲ្យគាត់លើសបន្តិចទៅហើយបង្រៀនគាត់ថាអត់អីទេយកចោះព្រោះយើងសប្បាយអញ្ចឹងមិនអីទេហើយយើងនឹងអត់ធ្មត់ដើម្បីបង្រៀនមនុស្សឲ្យឈប់កំណាញ់ស្មោម្នាក់ហ្នឹងយូរទៅនៅពេលដែលយើងឲ្យច្រើនយើងនឹងបង្រៀនមនុស្សហ្នឹងឲ្យចេះចែកទានដែរហើយព្រោះអីដូចជាចាំតែគេឲ្យរហូតអញ្ចឹងមិនកើតទេដឹងចេះអៀនខ្លួនណាដូច្នេះយើងបង្រៀនមនុស្សដោយប្រយោលតែកុំទៅមើលបំណាំទៅរិះគន់ទៅនិយាយដើមគាត់ថាអូយកំណាញ់អាចក្តាប់កំណាញ់ស្អីជុះបាត់ជើងកាន់ដបងអីកុំតែយើងសុកចិត្តពេលមានប៉ុនទៀនមានរដូវអីឱកាសដែលអាចធ្វើប៉ុនជាមួយគាត់បានគឺយើងធ្វើទៅដើម្បីលាងជំរះចិត្តមនុស្សហ្នឹងឲ្យដឹងថាគេមិនដូចយើងទេគេជួយយើងគេមិនដែលគិតអីផងគេមិនដែលគិតលុយជាធំគេមិនដែលគិតសម្ភារៈនិយមយូរគាត់នឹងដឹងខ្លួនថាគាត់គេកំណាញ់ហ្នឹងគឺមានតែគាត់ទេអ្នកដតីគេអត់ធ្វើអញ្ចឹងទេដូច្នេះនឹងយើងអាចផ្លាស់ប្ដូរផ្នត់គំនិតហ្នឹងបានបន្តិចម្ដងបងប្អូនអញ្ចឹងបានខ្ញុំចេះតែសំណូមពរបងប្អូនថាកុំឲ្យសួរថាសង្គមជាតិជួយអីយើងបានយើងត្រូវសួរយើងម្នាក់វិញថាយើងធ្វើអីខ្លះក្នុងចំណែកខ្លួនយើងនេះដើម្បីដោះសម្រាលបន្ទុកសង្គមជាតិយើងព្រោះពាក្យថាសង្គមជាតិគឺវាបានមកពីសង្គមគ្រួសារ
សង្គមគ្រួសារគឺបានមកពីកោសិកានៃយើងម្នាក់នៃដែលមានសម្ព័ន្ធមេត្រីប្តីប្រពន្ធបងប្អូនអីហ្នឹងទៅបង្កើតបានជាសង្គមគ្រួសារសង្គមជាតិដូច្នេះយើងត្រូវជួយគ្នាបន្តិចបន្តិចវិលមករឿងធ្វើអំពើល្អចំណាយពេលវេលាឲ្យច្រើនជាមួយអ្នកមានគុណរបស់យើងជីដូនជីតារបស់យើងបងប្អូនរបស់យើងដែលយើងកំពុងតែនៅរស់ពេលវេលាកាន់តែរំកិលឲ្យបងប្អូនយើងរវល់មួយថ្ងៃព្រលឹមព្រលប់ទៅព្រឹកមកល្ងាចដូចកម្មករកាត់ដេរអញ្ចឹងទៅមកមិនបានជួបមុខកូនចៅផងតើយើងនៅសល់ពេលឯណាដើម្បីយើងមកឆ្លោះគ្នាយើងមកមើលបំណាំគ្នាយើងមកហែកហួរគ្នាយើងមកអឺយកគ្នាជាសត្រូវហ្នឹងតើយើងមានពេលឯណាទៀតសល់ប៉ុណ្ណឹងពេលវេលាដើរលឿនណាស់ចាស់យកចិត្តទុកដាក់គាត់ឲ្យច្រើនទូរស័ព្ទសួរនាំគាត់មិនទៅហើយសុខទុក្ខយ៉ាងណាដែរមានហូបចុកគ្រប់គ្រាន់ទេជំងឺដង្កាត់ហ្នឹងយ៉ាងម៉េចមានពេទ្យមានម៉អីព្យាបាលទេតើខ្ញុំអាចជួយអីបានខ្លះយើងច្បាស់ជានិយាយចឹងអូគ្រាន់តែបើកមាត់ខ្វាក់មកគឺគេច្បាស់ជាសុំខ្ចីលុយទាលុយសុំលុយអីយើងងាប់ឲ្យតែថាតែយើងធូរឬមិនមែនចឹងទេបងប្អូនយើងគ្រាន់តែប្រាប់ថាយើងមានសមានចិត្តចង់ឈឺចាប់ឈឺយកអាសាប៉ុន្តែมันមានទ្រព្យអីទេប៉ុន្តែមានចិត្តប៉ុណ្ណឹងក៏គ្រប់គ្រាន់ដែរបងប្អូនមនុស្សនឹងសบายរីករាយថាណាគេទេមកសួរយើងដែរណាយើងស្ងាត់ឈឹងគេយូរមិត្តភ័ក្ដិនឹងរលឹកគ្នាទូរស័ព្ទម្ដងកុំតែសម័យបច្ចេកវិទ្យាយើងនៅងប់នឹងរឿងអីសោះយើងមិនបានតាក់ទងគ្នាបាត់មិត្តចាស់ដែលមិនដែលតាក់ទងគ្នាសាកតាក់ទងគ្នាមើលបាត់យូរហើយមិនដែរស្លាប់បាត់ហើយទេហីម្ដងទៀតជីដូនជីតាចាស់ពេលវេលាគាត់ខើចណាស់ទៅលេងគាត់ឲ្យបានញឹកសួរសុខទុក្ខគាត់ឲ្យបានច្រើនរំលឹកអនុស្សាវរីយ៍គាត់ឲ្យបានច្រើនដើម្បីឲ្យជីវិតចុងក្រោយរបស់គាត់ហ្នឹងគឺបានន័យថារស់នៅក្នុងកិត្តិយសមានន័យកុំបំភ្លេចគាត់ចោលព្រោះវ័យហ្នឹងគឺវ័យគេបំភ្លេចគាត់ចោលហើយបើយើងបំភ្លេចគាត់ចោលទៀតចឹងបើខ្ញុំអាសូររឿងលោកកឹមសុខាជាមួយម្ដាយគាត់ណាអាសូរណាស់បងប្អូនអស់ហើយពេលវេលាសម្រាប់លោកយាយសៅង៉ែតអស់អាលីងគឺដូចជាចង្គៀងដែលអស់ប្រេងណាបងប្អូនអស់ហើយស្ងួតរើងនៅតែប្រឆេះបន្តិចហឹមប៉ុន្តែប្រឆេះនេះគឺវាអាចឆេះនៅបានយូរប៉ុណ្ណាដោយសារតែមានអ្នកជួយទប់ខ្យល់ដោយលោកកម្មសខាអញ្ចឹងទៅគឺទប់ខ្យល់កុំឲ្យបក់រលត់លឿនពេកវានឹងរលត់ហើយប៉ុន្តែចង់ឲ្យរលត់ទៅតាមដំណើរអត់បានទៀតមានគេមៀជ្រែកមកគ្រប់រឿងអញ្ចឹងទៀតអញ្ចឹងហើយបានខ្ញុំលើកទឹកចិត្តជីដូនជីតាម្ដាយជាពិសេសម្ដាយមើលការខុសត្រូវគាត់ឲ្យបានច្រើនដើម្បីអាចធ្វើបានព្រោះជាព្រះរស់ពេលវេលាខើចណាស់អញ្ចឹងខ្ញុំសុំតែប៉ុណ្្នឹងឯងបងប្អូនហើយដល់ពេលខ្ញុំនិយាយចឹងក៏ឆ្លៀតឱកាសនេះគឺខ្ញុំសូមជម្រាបជូនបងប្អូនច្រើនណាស់ដែលគាត់គិតថាតូបបង្អែមលៀងមាត់របស់មួងណារ៉េតប្រហែលជាកាកបាទក្រហមកម្ពុជាហើយខ្ញុំមិនគួរណាលើករឿងនេះនិយាយប្រាប់បងប្អូនទេព្រោះហាក់បីដូចជាខ្ញុំនឹងអតតថបុគ្គលអាត្មានិយមពេកនិយាយមកគេចង់ពឹងពាក់ឲ្យជួយបែរទៅជានិយាយសារបែបហ្នឹងដូចជាបិទផ្លូវលែងឲ្យមនុស្សសុំពឹងជួយអីសោះបងប្អូនក្នុងមួយថ្ងៃខ្ញុំទទួលសារច្រើនរយសារណាស់រួមទាំងសារមកសុំលុយឲ្យជួយឧបត្ថម្ភជួយកូនឈឺម្ដាយឈឺឪពុកឈឺជនពិការនៅលើកៅអីក្រែពេទ្យគ្មានលុយទិញថ្នាំត្រូវការម៉ូតូកង់3ដើម្បីរកទទួលទានទូរស័ព្ទដើម្បីធ្វើកិច្ចការនយោបាយលុយជួយឧបត្ថម្ភកម្មវិធីនេះកម្មវិធីនោះនៅស្រុកខ្មែរខ្ញុំអត់និយាយនៅស្រុកអាមេរិកនេះទេជួយអញ្ចេះទៅវេទនានេះវេទនានោះ100មុខប៉ុន្តែគួរឲ្យសោកស្ដាយគឺខ្ញុំជួយអត់បានខ្ញុំសុំទោសបងប្អូនហើយឈប់សរសេរសារបែបនេះទៀតទៅខ្ញុំវាក្រាំចិត្តណាអ្វីដែលខ្ញុំក្រាំចិត្តគឺខ្ញុំជាមនុស្សពិបាកនិយាយថាទេឲ្យតែបងប្អូនចង់ឲ្យជួយអីគឺជួយទាំងវេទនាខ្លួនឯងលំបាកប៉ុណ្ណាក៏ខ្ញុំទុកអាបញ្ហាខ្លួនឯងចោលព្រោះដឹងតែគ្នាមានបញ្ហាហើយបានជាគ្នាត្រូវការពឹងខ្ញុំជួយប៉ុន្តែខ្ញុំជួយបានអ្វីដែលជាលទ្ធភាពប៉ុន្តែជារឿងលុយកាក់សម្ភារៈនេះគឺខ្ញុំសូមអធិស្ឋានខន្តីអភ័យទោសពីបងប្អូនទាំងអស់ខ្ញុំមិនមែនជាកាកបាទក្រហមហើយក៏ខ្ញុំគ្មានប្រាក់ជំនួយឧបត្ថម្ភថវិកាពីម្ចាស់ជំនួយណាមួយដើម្បីឲ្យជួយបងប្អូនដែរហើយក៏ខ្ញុំនឹងមិនធ្វើវិធីជាកាកបាទក្រហមអីនោះដែរព្រោះគេមានកាកបាទក្រហមគេមានអីហើយគ្រាន់តែថាយូរម្ដងគឺដោយសារតែបេះដូងវាផ្្លាត់ស្នៀតដែរឃើញលោកតាណានៅលើកៅអីរុញអាទិះរុញអីអញ្ចឹងទៅពីការ
ខ្វះលុយដើម្បីទិញអង្គទិញអីចឹងទៅក៏ផ្ញើទៅ$50អីមានកម្រដែរទេបងប្អូនប៉ុន្តែថាកាត់បន្ថយមិនចង់ធ្វើទេប៉ុន្តែពេលខ្លះវាដូចថាទប់ចិត្តមិនបានប៉ុន្តែនៅពេលដែលធ្វើដូច្នេះគឺខ្ញុំអយុត្តិធម៌ឲ្យបងប្អូនទាំងអស់គ្នាទៀតដែលសុំគ្រប់បែបយ៉ាងជីវភាពខ្វះខាតចឹងដូចតែគ្នាដែរអញ្ចឹងបានថ្ងៃនេះខ្ញុំចេញសារសម្រាប់ប្រាប់បងប្អូនថាខ្ញុំមិនមានលទ្ធភាពធ្វើដូច្នេះបានទេហើយខ្ញុំសុំទោសខ្ញុំមិនស្អប់បងប្អូនខ្ញុំមិនទាត់ចោលការសុំបងប្អូនទេគ្រាន់តែថាជាសារមួយកុំឲ្យខ្ញុំពិបាកឆ្លើយគ្រប់គ្នាថាខ្ញុំពុំមានលទ្ធភាពជួយបងប្អូនបានទេព្រោះអ្វីដែលកើតឡើងនៅប្រទេសកម្ពុជាជីវភាពរងគ្រោះខ្វះខាតគឺជាមហាសាគរដ៏ធំធេងណាស់ទឹកមួយដំណក់របស់បង្អែមលាងមាត់របស់មួងណារ៉េតនេះមិនអាចបន្សាបសមុទ្រដ៏ប្រៃជូរចត់ល្វីងបានទេទោះខ្ញុំប្រឹងដាច់ខ្យល់ស្លាប់ក៏មិនអាចជួយបងប្អូនបានដែរអញ្ចឹងហើយបានជាខ្ញុំចេញសារនេះខ្ញុំអំពាវនាវសូមថាអាចសូមយោបល់ខ្ញុំឲ្យជួយគំនិតជួយអីខ្ញុំជួយបានប៉ុន្តែជាថវិកាជាសម្ភារៈប្រើប្រាស់ជាអីនេះគឺសូមអធិស្ឋានខ្ញុំមិនអាចធ្វើការទេហើយសូមឲ្យបងប្អូនទៅសុំកាកបាទក្រហមកម្ពុជារបស់អ្នកស្រីប៊ុនរ៉ានីខ្លាញ់អាចគាត់មានព្រោះអីគាត់មានអង្គញាមហាមន្ត្រីគេជួយច្រើនអីអញ្ចឹងទៅហើយបងប្អូនក៏គិតថាប្រហែលជាសុំមិនបានទេបានជាមិនសុំឬក៏ខ្មាស់អៀនអីតែយ៉ាងណាបងប្អូននេះគឺជាសារចុងក្រោយតាក់ទងនឹងរឿងអឺចាត់ទុកបង្អែមលាងមាត់របស់មួងណារ៉េតថាជាកាកបាទក្រហមណាខ្ញុំកំសត់ដែរពេលនិយាយរឿងនេះបងប្អូនព្រោះអីបងប្អូនមួយចំនួននឹងអស់សង្ឃឹមថាលែងពឹងអីបានតែពឹងកន្លងមកក៏ពឹងមិនសូវបានឯដែរខ្ញុំបានតែប្រាប់ថាខ្ញុំមិនអាចជួយបានតែខ្ញុំសំណូមពររឿងមួយបងប្អូនដើម្បីឲ្យបងប្អូនឈប់ពឹងជំនួយឈប់សុំលុយឈប់ដោះស្រាយបញ្ហាជីវភាពតាមរបៀបគ្រួសារគឺបងប្អូនត្រូវបដិញ្ញាចិត្តផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋរបៀបដែលបងប្អូនខ្វះខាតដែលមានបញ្ហាគឺដោយសារការដឹកនាំរដ្ឋអញ្ចឹងយើងត្រូវដូរដើមខ្សែកុំអង្គុយបក់ផ្សែងបងប្អូនអាចយកសរុង1ព្រួយ5ឆ្នាំឬក៏គេជួយឲ្យត្រីហូបមិនប្រាប់បឹងហ្នឹងគឺបងប្អូននឹងវេទនាមួយជីវិតអញ្ចឹងទេដូច្នេះនាំគ្នាដូរដើមខ្សែគឺបោះឆ្នោតរកគណៈបកនយោបាយណាមួយដែលបងប្អូនជឿជាក់ថានឹងធ្វើឲ្យជីវភាពបងប្អូនលែងវេទនាដូច្នេះដែលជឿថាសង្គមនេះលែងមានបញ្ហាអយុត្តិធម៌សង្គមបែបនេះដែលជឿថាអ្វីដែលបងប្អូនជួបប្រទះនឹងបានប្រសើរហើយសាកល្បងខ្ញុំមិនចង់ឲ្យបងប្អូនថាចុះបើទៅវាខុសអីយ៉ាងម៉េចទៅរត់តែពិបាកជាងហ្នឹងបងប្អូនគ្មានអីខាត់បងច្រើនជាងហ្នឹងទៀតទេអស់អីខាត់បងឯនៅពេលដែលកូនឈឺរត់តែលុយ20000រៀលដើម្បីទិញថ្នាំឬក៏ទិញអាហារចំណីអីដើម្បីដោះទាល់មួយគ្រាមិនបានអាហ្នឹងបងប្អូនអស់មានអីខាត់បងហើយគឺទាល់មែនតើហើយតើបងប្អូនអត់ហ៊ានបន្ថយទេឬដើម្បីឲ្យមានការផ្លាស់ប្ដូរខ្លះហើយម្ដងទៀតគណៈបកនយោបាយណាដែលគេគិតថាគ្រាន់បើសាកល្បងទៅច្រើនគ្នាទៅវាមានឥទ្ធិពលហើយបើសិនជាបងប្អូនម្នាក់នៅតែគិតថាមិនឈ្នះគេទេអញ្ចឹងទៀតទៅគ្រាន់តែថាខ្ញុំនិយាយនេះខ្ញុំដាស់តឿនក្រើនរំលឹកដល់គណៈបកប្រជាជនកម្ពុជាផងថាអ្វីដែលអស់លោកកំពុងតែធ្វើនេះធ្វើបានច្រើនហើយប៉ុន្តែនៅច្រើនណាស់ដែលលោកមិនអាចធ្វើបានដូច្នេះគួរតែផ្ដល់ឱកាសឲ្យគណៈបកដតីគេធ្វើខ្លះទៅហើយចូលរួមគ្នាធ្វើទៅគេលោកគេមានទស្សនវិស័យគំនិតល្អជាងយើងក៏ថាបានព្រោះយើងដល់ផ្លូវទាល់ហើយរឿងអាកម្មករកាត់ដេរគ្នាជិះឡានដូចជ្រូកដូចគោហ្នឹងគឺយើង20-30ឆ្នាំនៅតែដដែលយើងអត់អាចកែបានគ្រោះថ្នាក់ស្លាប់ច្រើនចឹងដដែលហើយចាប់ផ្ដើមបបោះអង្អែលហើយចឹងទៀតទៅយើងដូចថាយើងអង្គកំប៉ុងណាបងប្អូនហូបមួយថ្ងៃគិតមួយថ្ងៃហូបមួយថ្ងៃគិតមួយថ្ងៃអត់ទៅទិញអង្គយកមកស្តុកទុក3បាវអីសម្រាប់ហូប4ខែអីអត់ទេគឺអង្គកំប៉ុងបាទឥឡូវខ្ញុំស្លេះរឿងនេះគឺផ្អែមបន្លែហើយគឺម៉ោង11យប់ហើយបងប្អូននៅស្រុកខ្មែរតាក់ទងនឹងរឿងថៃសម្រុកដឹកជញ្ជាំងបេតុងទៅរាយតាមព្រំដែនដែលមិនទាន់ដាច់ស្រេចឃើញទេបងប្អូនឃើញថៃឯងសម្រុកគឺសម្រុកធ្វើអាដីដែលគេដដើមបានហើយយើងសញ្ញេឲ្យគេហ្នឹងហើយយើងអត់មានទៅធ្វើអីគេកើតទេព្រោះយើងសញ្ញេឲ្យគេនៅណានៅហ្នឹងឥឡូវបេតុងកាលពីមុនគេធ្វើលបងដូចនៅកំរៀងភ្នំព្រឹកខេត្តបាត់ដំបងអីហ្នឹងតែសំបីអភិបាលខេត្តបាត់ដំបងហ្នឹងក៏ថាហ្នឹងគេក្នុងដីគេទេគ្មានដីអ្នកណាមួយនៅក្នុងព្រំដែនហ្នឹងដែលអ្នកណាម្នាក់មកអាចធ្វើព្រំដីសង់ដោយគ្មានការអនុញ្ញាតពីអ្នកនៅជាប់ព្រំដីហ្នឹងទេលោកសុកលូដូរពាក្យឡើងវិញធ្វើអីក៏ដោយលបងអីក៏ដោយមកហ្នឹងអត់ទាន់សង់លបងសង់លបាំងអីទេព្រោះពងររឿងឆ្លោះគ្នាអញ្ចឹងប៉ាក់សិនក៏បានដែរវាមិនដាច់ខ្យល់ស្លាប់ទេតែបើធ្វើតើតែមានការព្រមព្រៀងគ្នាហើយបើអត់ព្រមព្រៀងគ្នាយើងជាម្ចាស់ផ្ទះ
តែជាអភិបាលខេត្តហ្នឹងក៏ត្រូវតែតវ៉ាជំទាស់គេដែរមិនមែនថាគេធ្វើដីគេអីគេមិនពាក់ព័ន្ធអីយើងទេកុំទៅបែបហ្នឹងនាំប្រជាពលរដ្ឋជេរថ្ងៃនេះគឺលោកអ៊ុំសំអានគាត់ផ្សាយព័ត៌មាននិយាយទៅលោកអ៊ុំសំអានគាត់ឈឺឆ្អាលរឿងព្រំដែនហ្នឹងមែនតើគាត់នៅអារីโซណាមានសុវត្ថិភាពមានរបរមានអីទទួលទានសំរុំគ្រប់គ្រាន់ទៅឈឺឆ្អាលតែរឿងព្រំដែនរាល់ថ្ងៃលោកអ៊ុំសំអានបើសិនជានៅស្រុកខ្មែរប្រហែលជាទៅសម្រាននៅព្រំដែនមកទៅព្រោះអីគាត់នៅតែហ្នឹងគាត់ជ្រុំរហូតប៉ុន្តែជាការល្អដែរដើម្បីឲ្យគាត់បានជួយផ្ទៀងផ្ទាត់ព័ត៌មានផងព្រោះរដ្ឋាភិបាលស្ងាត់ឈឹងលោកអ៊ុំសំអានគាត់ថាថៃធ្វើរបងព្រំដែនឬជញ្ជាំងព្រំដែននៅលើភ្នំទ្រាប់នៅថ្ងៃទី28ខែ20មិនដល់28 23ខែឧសភាសំទោសខែ28ខែឧសភាខាងមុខគឺគេនឹងទៅធ្វើរបងចាក់សំទោសដឹកអាជញ្ជាំងនឹងយកទៅដាក់គេចាក់បេតុងហើយគាត់ថាថៃឈ្លានពានទឹកដីខ្មែរស្រេចតែចិត្តនៅសម័យដឹកនាំដោយលោកហ៊ុនម៉ាណែតនេះមួយទៀតគឺគាត់សរសេរថាថ្ងៃ23ខែឧសភាទាហានថៃបានដាក់ជញ្ជាំងបេតុងខាងផ្លូវឬរបងព្រំដែននៅតំបន់ជាំតែខេត្តព្រះវិហារឃើញសម្រុករហូតថៃធ្វើរហូតប៉ុន្តែយើងក៏សម្រុកដែរបងប្អូនខ្មែរយើងឃើញសម្រុកដែរថ្ងៃនេះក្រុមសង្កេតការអាស៊ានសម្រុកទៅថតរូបថតនៅតំបន់អូស្មាច់ទៀតទៅគេបាញ់ទៀតឡើយហើយដល់បាញ់ហើយតាំងឆ្លោះគ្នារឿងបាញ់គម្រាមបាញ់ពមៀនហ្នឹងទៀតដែរតែអត់បានប្រយោជន៍អីទេបានតែទៅយករូបថតហ្នឹងឯងក្រសួងការពារជាតិរបស់កម្ពុជាតាមអ្នកស្រីម៉ាលីសុជាតាថាថ្ងៃទី23ខែឧសភាវេលាម៉ោង 9:50 នាទីព្រឹកមិញនេះក្រុមអ្នកសម្របសម្រួល CLG របស់កម្ពុជាបានសម្របសម្រួលឲ្យក្រុមសង្កេតការអាស៊ាន AOT ដឹកនាំដោយប្រធានបេសកកម្មក្រុមសង្កេតការអាស៊ាន AOT ហ្វីលីពីនចុះទៅសង្កេតការផ្ទៀងផ្ទាត់រាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យដើម្បីពិនិត្យលើការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីថ្លែងការណ៍រួមក្រោមបទឈប់បាញ់បានអីគេមកវិញលបងបលាលួសគេនៅហ្នឹងកុងតឺន័រគេនៅហ្នឹងទៅថតតែរូបហ្នឹងហើយទៅពិនិត្យថាតើការអនុវត្តបទឈប់បាញ់ហ្នឹងបានមិនទៅប្រហែលខែមុនអាទិត្យមុនគេបាញ់ប្រាវអដែលលបងហ្នឹងគេដាក់កាន់តែខ្ពស់បលាក៏ដាក់ខ្ពស់ឥឡូវបានរូបថតទៀតហើយតើបានប្រយោជន៍អីឲ្យប្រកាសខ្ញុំពងតែឆ្ងល់ AOT នេះអដែលរាយការណ៍មកថាឥឡូវថៃគេរំកិលគេអីសរសេររបាយការណ៍ធ្វើសន្និសីទសារព័ត៌មានតាមម្ដងក៏អត់ដែរខាងអាស៊ានតាំងពីនៅម៉ាឡេជាប្រធានអាស៊ានក៏អត់ឥឡូវចូលដល់ហ្វីលីពីនតាដែរហើយក្នុងពេលជាមួយគ្នានោះថៃសម្រុកធ្វើតាមព្រំដែនសម្រុករហូតហើយយើងនឹងទៅថតរូបតែអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិនេះដែលរឿងរកម្មចិត្តឥឡូវក្រៅតែពីយើងថៃសម្រុកដាក់បេតុងយើងសម្រុកទៅថតរូបបានតែប៉ុណ្្នឹងឯងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហាទន្ទឹងផ្លូវថៃរៀបចំកិច្ចប្រជុំ JBC និង GBC ដើម្បីដោះស្រាយបញ្ហាព្រំដែនអូយអាណិតលោកទាសីហាខ្លោចចិត្តលោកទៅទន្ទឹងផ្លូវគេធ្វើអីបើលោកចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយលោកសង្ឃឹមថានឹងបានគេឲ្យដីនឹងមកវិញមិនអញ្ចឹងហ៎តែពេលដែលលោកទាសីហាចុះហត្ថលេខាគេនៅណានៅហ្នឹងលោកមានបានប្រាប់ទេប្រាប់ទៅភាគីថៃទេថានៅពេលដែលយើងចុះវាស់វែងដីនៅណានៅហ្នឹងត្រូវឲ្យដីខ្មែរទាំងអស់មកវិញដែលថៃយកឬក៏ត្រូវតែវិលទៅរកចំណុចដើមវិញមុនថ្ងៃទី28ខែឧសភាឆ្នាំ2005ណាបាត់ឈប់បាញ់នេះតែបដោះអាសន្នទេណែឯងនៅណានៅហ្នឹងបានមែនប៉ុន្តែចប់ពីហ្នឹងទៅណែឯងត្រូវបកគលមកឲ្យយើងវិញលោកមានបាននិយាយចឹងទេអត់សោះអ្នកណានៅណានៅហ្នឹងគឺនៅជាអចិន្ត្រៃយ៍ហើយរំពឹងថាចាំប្រការ3ចាំវាស់បានណាបានហ្នឹងហើយឥឡូវសង្ឃឹមវាស់គេអត់វាស់ទៀតហើយនឹងអង្គុយទន្ទឹងផ្លូវចាំមើលគេវាស់អត់សញ្ញេឲ្យគេអាហ្នឹងយើងសញ្ញេឲ្យម៉ូតូគេ62គ្រឿងហើយយកទៅសិនចាំមើលជជែកគ្នាសារថ្មីទៅគេលោកបានពី3គ្រឿងមកវិញហើយថៃគ្រាន់តែលឺសញ្ញេឲ្យយកប៉ុណ្ណឹងបានប្លង់រឹងហើយចាប់ផ្ដើមដូរសាក់ស៊ីម៉ូតូបដ ாய் ដោះកញ្ចក់ដោះអីដូរពណ៌ដូរអីកែម៉ូតូទៅជាម៉ូតូកង់3ទៅជា pass up អីអស់ទៀតបាត់អស់ហើយរសជាតិដើមដូរខ្ទេចខ្ទីអស់ហើយចុះបញ្ជីជាកម្មសិទ្ធិរបស់គេទៀតហើយយើងនៅអង្គុយចាំមើលបានយើងវិញអត់បើបានក៏ម៉ូតូយើងមើលអត់ស្គាល់ដែរតែខ្ញុំជឿថាមិនបានទេ 100% ដឹងអត់បានទេបើយកវិធីនេះព្រោះអីថៃគេច្បាស់ក្នុងចិត្តគេហើយថាឲ្យហើយសញ្ញេហើយខាងខ្មែរអត់មានដាក់លក្ខខណ្ឌអីក្រៅតែពីសង្ឃឹមអា JBC នេះឥឡូវអា JBC ហ្នឹងអត់ប្រជុំទៀតថៃរៀបចំរដ្ឋាភិបាលហើយមួយថ្ងៃទៀតឥឡូវដើរទៅប្ររាំងទៅឯណាធ្វើរំភើយហើយមកលុប MOU 2001ចោលហើយឥឡូវមកលុប MOU 2000ហ្នឹងដែលមាន JBC នៅទៀតហើយអស់លោកនៅសង្ឃឹមអញ្ចឹងទៀត
បោកប្រជាពលរដ្ឋហើយសរសើរលោកទាសីហាគាត់នៅសង្ឃឹមគាត់ថាកម្ពុជាសូមស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ថៃក្នុងការរៀបចំកិច្ចប្រជុំ GBC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្កើនទំនុកចិត្តនិងនិងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ GBC នេះគឺជាយន្តការកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងខ្មែរតើយើងនឹងសង្ឃឹមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងខ្មែរនេះជួបគ្នាបានប្រយោជន៍អីក្រៅតែពីយើងសញ្ញេហើយកាលមុនក្រែងរដ្ឋមន្ត្រីក្រសួងការពារជាតិក្របខ័ណ្ឌ GBC តាក្នុងថ្ងៃទី27ខែធ្នូឆ្នាំ2025គឺក្របខ័ណ្ឌ GBC គឺក្របខ័ណ្ឌគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្រិតក្រសួងការពារជាតិមានលោកទាសីហានិងលោកណត្តភុងណាភិនិចដែលទៅសញ្ញេហ្នឹងគឺយើងសញ្ញេឲ្យគេនៅណានៅហ្នឹងបានគេនៅណានៅហ្នឹងដាក់កុងតឺន័រដាក់អីបានស្អាតចិត្តយើងធ្វើអីអត់បានឥឡូវយើងសង្ឃឹមថា JBC នេះឥឡូវគេដូរហើយលោកណត្តភុងណាភិនិចដូរហើយមកចេញលោកអឌុលវ៉ាន់ចរិនអីណានោះប៊ុនចុះផ្លេចឈ្មោះគាត់ឲ្យច្រើនពេកតែដឹងគាត់ឈ្មោះអឌុលតែឈ្មោះគាត់ហ្នឹងគឺគាត់មកដូរលោកណត្តភុងណាភិនិចចេះជាក្រសួងការពារជាតិថៃថ្មីនៅក្នុងរាជការរបស់លោកអនុទិនចាំរៈគុលតើគាត់មកកែមិនប្រគល់អាហ្នឹងឲ្យយើងទាំងអស់វិញមែនអត់មានសង្ឃឹមទេថៃនេះណាម៉ោងនេះហ่าបើយកថែមយកបើរឿងបកគលមកដឹងអត់ដែរព្រោះរាល់ថ្ងៃហ្នឹងចង់បានហើយខ្លាច់បាត់មកវិញហ្នឹងខំប្រឹងយកលបងយកមកខាំងយកមកអីហ្នឹងដើម្បីកុំឲ្យបានមកមកខ្មែរវិញនេះបើអញ្ចឹងគេចាំបាច់ដាក់លបងទៅព្រោះគេខ្លាចឃើញលោញ៉ៃទៅបានមកវិញខ្លះអញ្ចឹងគេដាក់លបងមកគឺ10000ឆ្នាំបាត់ហើយហ្នឹងគេខំប្រឹងអញ្ចឹងដើម្បីអីឲ្យដឹងថាអាហ្នឹងគឺវាទៅជាប្លង់រឹងហើយមានលបងមានព្រំដែនមានអីច្បាស់លាស់បាត់ទៀតហើយគេធ្វើបានដោយសារអីយើងអត់ទៅតវ៉ាគេបានទៀតនៅយើងអត់ទៅប្តឹងគេយើងតវ៉ាគាត់ថាកុំដាក់ណាកុំដាក់កុំធ្វើអីទៀតបានហើយគេស្ដាប់មែនបើយើងអត់ទៅប្តឹងទៅតុលាការផងហ្នឹងអាហ្នឹងអញ្ចឹងឯងបាទឥឡូវតកតងនឹងព័ត៌មានមួយទៀតគឺរឿងលោកកើតសារាយជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌លើសពី777ថ្ងៃហើយលោកកើតសារាយនេះក៏ខ្លោចផ្សាណាស់ដែរខ្ញុំទឹកភ្នែករាល់ថ្ងៃដែរពេលដែលលោកកើតសារាយជាពិសេសនៅពេលដែលម្ដាយចាស់ជរារបស់គាត់ដង្ហោយយំសុំឲ្យកូនបានមកជុំគ្រួសារវិញហើយលោកកើតសារាយអត់សុំទោសរដ្ឋាភិបាលក្បាលរឹងមែនតើលោកកើតសារាយហ្នឹងបងប្អូនប្រហែលជាថាលោកមុងណារ៉េតមិនក៏ធ្ងន់ម៉េះពាក្យហ្នឹងនិយាយពាក្យក្បាលរឹងមួយលោកកើតសារាយមិនសមទេលោកធ្លាប់បួសជាព្រះសង្ឃផងអីផងគូគោរពខ្ញុំថាលោកកើតសារាយក្បាលរឹងត្រូវដោយសារអីគឺគាត់មិនក្បត់មនសិការមិនក្បត់ឧត្តមគតិមិនក្បត់វិជ្ជាជីវៈមិនក្បត់ការតស៊ូសំបីតែម្ដាយដង្ហោយយ៉ាងណាគឺគាត់មិនសុំទោសគេតែសុំទោសគេឲ្យចេញ24ម៉ោងហើយតែគាត់មិនសុំទោសគេដូចសកម្មជនចលនាមេដាធម្មជាតិនិងលៀងហ៊ីម្ដាយស្លាប់អត់ទាន់ដង្ហើមផងដោយសារតែមិនលើកដៃសុំទោសចំពោះអំពើដែលអត់ខុសពីលលោកអីដតីទៀតហ្នឹងសុំទោសទៅគេវាយបែកក្បាលបែកក្បូងឬក៏គេធ្វើបាបធ្វើទុកបុកម្នេញអីចឹងទៅថើបស្បែកជើងគេបានអីចឹងទៅអាហ្នឹងគឺគេលេបចូលប៉ុន្តែអ្នកទាំងអស់នេះគាត់លេបអត់ចូលចឹងបាទខ្ញុំថាលោកកើតសារាយក្បាលរឹងមែនតើដល់ក្បាលរឹងចឹងឃើញលោកអត់បានចេញពីគុកទេក៏ប៉ុន្តែលោកទទួលបានសេចក្តីគោរពដ៏ស្មោះស្ម័គ្រពីខ្ញុំថាលោកគឺជាវីរៈជនគំរូដែលមិនក្បត់ឧត្តមគតិមិនក្បត់មនសិការជាការពិតលោកមិនអាចជួបម្ដាយរបស់លោកបានហើយប៉ុន្តែធ្វើម៉េចបើសិនជាគេអំពើអយុត្តិធម៌គឺគេធ្វើបាបធ្វើទុកបុកម្នេញប៉ុន្តែយ៉ាងហោចណាស់ក៏លោកផ្ដល់ក្តីសង្ឃឹមណាទាំងកញ្ញាសេងធីរីទាំងលៀងហ៊ីរដ្ឋាសុគន្ធាពុនកែវរស្មីចន្ទរាវុធសុនស្រនសុភាពិសិដ្ឋច្រើនទៀតអ្នកទាំងអស់នេះគឺជាគំរូដល់បងប្អូនទាំងអស់ដែលផ្ដល់ក្តីសង្ឃឹមទៅដល់អ្នកតស៊ូថាខ្មែរយើងណានៅមានអ្នកមានមនសិការមិនលក់ឧត្តមគតិច្រើនដែរមិនអត់សោះទេសំបីតែគេធ្វើទុកបុកម្នេញក៏គាត់មិនក្រាបលុនអ្នកខ្លះអត់ទាំងបានជាប់គុកហងនៅក្រៅឃុំហងទៅលិតស្បែកជើងលោកហ៊ុនសែនអ្នកគេនៅក្នុងគុកវេទនាអត់ទាំងបានជួបម្ដាយគេសុកចិត្តនៅបែបនេះអស់លោកខ្មាស់គេទេតាវិបដិសារីជេរស្ដីអស់លោកប៉ុណ្ណាទៅនៅក្នុងន័យនេះមួយជីវិតរបស់លោកតើលោកអាចលេបអានឹងចូលដែរទេតែយ៉ាងណាបងប្អូនមនុស្សយើងវាអ្នកខ្លះឱកាសនិយមយើងចេះតែលើកកម្ពស់គេខ្ពស់ពេកគេឱកាសនិយមប្រឡែមប្រឡំគិញសម្ងាត់របស់គណៈបកកាន់អំណាចមកអាយុមកហើយដល់ពេលគេប្រឡែមប្រឡំគេចូលទៅវិញទៅហើយយើងខំប្រឹងស្ដាយអីបើជាមនុស្សបង្កប់របស់គេតាំងពីដើមមកអញ្ចឹងទៅយើងស្រឡាញ់ពេកចង់ស្រឡាញ់ពួកគាត់ពាក់កណ្ដាលបានដូចគ្នាដែរស្រឡាញ់ម៉ូណារ៉េត50បានហើយបើស្រឡាញ់100ដក50វិញហើយខេងឡូដូចថាស្រឡាញ់ខ្លាំងពេកទៅជួនកាលខុសចិត្តតែបន្តិចររឿងម៉ូណារ៉េតអត់ឈប់អីអញ្ចឹង
ស្រឡាញ់ពេកបើស្រឡាញ់50ទៅកុំឲ្យខកខាតច្រើនពេកទុក50ហ្នឹងសម្រាប់គេហៅថាសគួរដែរកុំឲ្យស្អប់ទៅនៅសល់ពាក់កណ្ដាលដែរតែមួងណារ៉េតនឹងមិនក្បត់មនសិការដំកតិស្អីទេគឺមួយជីវិតនេះដរាបណាខ្ញុំនៅមានដង្ហើមដកគឺបង្អែមលៀងមាត់ត្រឹមមកផ្ទះធំនេះប្រឹងធ្វើឯងតតែស្លាប់ខ្លួនក៏អត់ស្ដាយជីវិតដែរគឺដើម្បីប្រយោជន៍ជាតិតែប៉ុណ្ណឹងហើយលុយកាក់បនស័កលៀបសការៈអីហ្នឹងគឺមានតម្លៃថោកបំផុតសម្រាប់ខ្ញុំសម្រាប់អ្នកដែលគេថាយកមកឲ្យក្នុងនាមជាទិញលលោកតាក់លលោកណាប៉ុន្តែបើបងប្អូនមានសមានចិត្តជាអ្នកប្រជាធិបតេយ្យស្រឡាញ់ដោយសទ្ធាជ្រះថ្លា$1ក៏មានតម្លៃស្មើ$1,000,000ដែរក្នុងការបរិច្ចាគឲ្យខ្ញុំទទួលដៃ10បាទអឺឥឡូវនេះគឺចូលដល់ព័ត៌មានលោកកើតសរាយដែលថាខួប777ថ្ងៃបងប្អូនព្រាត់ប្រាសនារីម្ដាយគាត់ចាស់ជរាអាយុ8ជាងដែរនោះសុទ្ធតែ countdown ដូចគ្នាហើយទឹកភ្នែករាល់ថ្ងៃបនភ្ជុំជាពិសេសបនចូលឆ្នាំឲ្យតែមានបនទៀនអីអង្គុយក្រមាមួយជូតទឹកភ្នែកចាំទន្ទឹងរងចាំផ្លូវកូនតែយូរទៅអស់សង្ឃឹមនឹងបានជួបកូនហើយគិតថានឹងបាត់បង់ជីវិតដោយមិនបានជួបកូននៅក្នុងដង្ហើមចុងក្រោយទេនេះប្រទេសដែលមានសុខសន្តិភាពអូនេះហើយអរគុណសន្តិភាពនេះហើយការផ្សះផ្សាជាតិនេះហើយការបង្រួបបង្រួមជាតិនេះហើយមហាសាមគ្គីគ្រួសារខ្មែរនោះកាលពីថ្ងៃទី21ខែមីនាឆ្នាំ2024លោកកើតសរាយគឺគាត់បានចុះទៅជួបប្រជាពលរដ្ឋមួយក្រុមដែលកំពុងភៀសខ្លួននៅក្នុងស្នាក់នៅក្នុងព្រៃនៅដែលព្រួយបារម្ភពីសុវត្ថិភាពរឿងបញ្ហាដីធ្លីហ្នឹងលោកកើតសរាយបានពិពណ៌នាអំពីទុក្ខលំបាករបស់ពលរដ្ឋនិងរឿងរ៉ាវទំនាស់ដីធ្លីនិងការបណ្ដេញអ្នកភូមិចេញពីលំនៅឋានប្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយយ៉ាងណាមិញការលើកឡើងរបស់លោកកើតសរាយត្រូវបានគេចោទថាជាការញុះញង់និងផ្សព្វផ្សាយព័ត៌មានមិនពិតបាទលោកកើតសរាយត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី5ខែមេសាឆ្នាំ2024លោកត្រូវបានតុលាការផ្តន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងបទមិនរាងចានក្នុងបទមជ្ឈិមក្រោយការផ្តន្ទាទោសមជ្ឈិមឲ្យជាប់ពន្ធនាគាររយៈពេល4ឆ្នាំបាទចឹងតាំងពី5មេសា2024មកគឺ777ថ្ងៃឥឡូវថ្ងៃ21ឥឡូវ779ថ្ងៃហើយបងប្អូនបាទឥឡូវនេះគឺចូលដល់ព័ត៌មានអន្តរជាតិម្ដងបញ្ចប់ផ្អែមលាងមាត់ខ្មែរអាមេរិកត្រៀមវាយអ៊ីរ៉ង់មកប្រាវទៀតពេលការចរចាទៅមុខយឺតដូចខ្យងថាយើងវាអាមេរិកនិងអ៊ីរ៉ង់ហ្នឹងគឺដូចឆ្មានឹងកដោអញ្ចឹងអត់ព្រមលេបឲ្យបាត់ស្លាស់ទេនៅបលែងផ្ទះចុះផ្ទះឡើងផ្ទះចុះផ្ទះឡើងវល់តែម្ដងវល់យើងម្ចាស់ផ្ទះទៀតព្រោះអត់ឃើញទៅមុខសោះតែម្ដងនេះគឺអាមេរិកតាមរយៈរដ្ឋបាលលោកត្រាំហ្នឹងបានព្រមានទៅខាងអ៊ីរ៉ង់ម្ដងទៀតថ្ងៃនេះថានឹងវាយប្រហារជុំទី3បើសិនជាការចរចាអត់មានកំណត់ក៏ប៉ុន្តែលោកត្រាំហ្នឹងក៏ជាចរិតមន់អះដែរមករយៈពេលហ្នឹងគឺដូចលឹបឡម្ដងថាវាយម្ដងពជាការឈប់បាញ់ម្ដងថាទុកពេលមួយអាទិត្យម្ដងថែម10ថ្ងៃឥឡូវថែមអត់មានពេលកំណត់ឥឡូវថាចង់វាយទៀតវល់ម្ដងដែរយើងទាំងអស់គ្នាហ្នឹងប៉ុន្តែអ៊ីរ៉ង់នោះក៏ប្រឹងសម្បើមដែរគឺចរចាមានខាងប៉ាគីស្ថានមានអីហ្នឹងគឺថាសហការគ្នាជាមួយអីហ្នឹងមកជួបជុំគ្នា24ម៉ោងទៅអាអ្នកនៅអ៊ីរ៉ង់ហ្នឹងគេនាំរដ្ឋមន្ត្រីគេហ្នឹងទៅចោះជួបគ្នាជជែកគ្នារកដំណោះស្រាយលទ្ធផលខាងអ៊ីរ៉ង់ទៅម្សិលមិញនេះជួបជជែកជាមួយអ្នកមេនដាកអីហ្នឹងរបស់ប៉ាគីស្ថានហ្នឹងគាត់ថាការចរចានៅតែចរចាប៉ុន្តែបើត្រៀមវាយគឺអ៊ីរ៉ង់ក៏អត់មានខ្លាចនឹងការប្រឈមនឹងដែរណាទៅចឹងភ្លាមទៀតហ៎អញ្ចឹងគ្រាន់តែលឺប៉ុណ្ណឹងប្រេងឡើងថ្លៃទៀតហើយលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទៅម្សិលមិញនិយាយថាមានសង្ឃឹមខ្លះអញ្ចឹងទៅមិនអត់សង្ឃឹមសោះទេប៉ុន្តែត្រៀមវាយតែឥឡូវរឿងដែលសំខាន់គឺអាច្រកហ័រមូសនេះលោក Marco Rubio ប្រាប់ថាកំពុងតែដោះស្រាយបញ្ហាហ្នឹងគឺនឹងដាក់ទណ្ឌកម្មអ៊ីរ៉ង់ឬក៏អីតាក់ទងនឹងយកស៊ុយសាអករឿងកប៉ាល់នាំចេញទំនិញតាមច្រកហ័រមូសហ្នឹងអ៊ីរ៉ង់នៅតែយកស៊ុយសាអកហ្នឹងហើយឥឡូវអាមេរិកគឺចេះធ្វើម៉េចបើអ៊ីរ៉ង់ដែនទឹកគេតោះតែយើងវាយអ៊ីរ៉ង់ឲ្យម៉ត់លែវម៉ត់ជាផេះផង់អាហ្នឹងបានម៉ត់លែវហ្នឹងបងប្អូនដែលនិយមនិយាយភាសាថៃហ្នឹងថាខ្ញុំហ្នឹងនៅស្មោះនឹងថៃទៀតអត់ព្រមកវត្តចោលពាក្យថៃទេ
គេប្រើអញ្ចឹងយូរដែរបងប្អូនវាស៊ាំមាត់តែមាត់ផេះដូចមាត់ខៃមាត់ផេះផងឥឡូវនេះគឺហ្នឹងហើយយើងឃើញពួកគាត់ហ្នឹងនៅដូចថាអួតដាក់គ្នាអញ្ចឹងទៀតទៅហើយស្ថានភាពអត់ទៅមុខទេគឺអ៊ីរ៉ង់គេប្រាប់ថាឥឡូវឈប់និយាយរឿងបរិមាណូខ្លាំងមែនតើកាលមុនអាមេរិកថាបើអត់មានឈប់ប្រើបរិមាណូទេគឺអត់ចរចាឥឡូវអ៊ីរ៉ង់ថាបើយកបរិមាណូមកចរចាឈប់និយាយហ្មងអាហ្នឹងគឺនិយាយតែពីរឿងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់សិនបានន័យថារំលត់សង្គ្រាមហ្នឹងសិនហើយឈប់មានបាញ់គ្នានៅលេបង់លក្ខខណ្ឌលេបង់ឯណាទៀតហើយអារឿងអាវុធបរិមាណូហ្នឹងចាំនិយាយរឿង30ថ្ងៃឬក៏60ថ្ងៃចាំចប់សង្គ្រាមសិនចាំនិយាយក៏បានដែរពួកអ៊ីរ៉ង់ប្រហែលជាមិនបញ្ហាទេឈប់30ថ្ងៃ60ថ្ងៃអីឡាក់នឹងឡាក់ឬក៏យ៉ាងម៉េចហ្នឹងប៉ុន្តែអាមេរិកអត់ព្រមថាបើអត់ព្រមនិយាយពីរឿងអាវុធនុយក្លេអ៊ែរហ្នឹងទេគឺអត់ដូច្នេះរឿងវានៅកន្លែងហ្នឹងហើយបងប្អូនបាទយើងចាំមើលតទៅទៀតបងប្អូនវល់ខ្ញុំគ្រាន់តែប្រាប់បងប្អូនហ្នឹងឲ្យដឹងពីការវិវត្តចុងក្រោយតែប៉ុណ្្នឹងឯងតែវាអត់មានដំណោះស្រាយអីណាប្រហែលដែរទេនៅអួតដាក់គ្នាហ្នឹងព័ត៌មានចុងក្រោយគឺក្រសួងអន្តរប្រវេសន៍អាមេរិកលែងឲ្យដាក់ពាក្យសុំ Green Card ក្នុងទឹកដីអាមេរិកតទៅទៀតហើយម្សិលមិញនេះគឺក្រសួងអន្តរប្រវេសន៍អាមេរិក USCIS បានចេញសេចក្តីប្រកាសមួយជាសាធារណៈប្រាប់ថាចាប់ពីពេលនេះតទៅគឺអ្នកដែលដាក់ពាក្យសុំ Green Card បានន័យសុំបានស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសអាមេរិកមិនអាចដាក់ពាក្យសុំពេលដែលខ្លួនកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនេះទេរឿងនេះគឺជាឧបសគ្គធំមែនទែនសម្រាប់ជនអន្តោប្រវេសន៍ដែលខ្វះឯកសារហើយដែលបានចូលដីអាមេរិកហើយដោយវីសាលើសឬក៏កំពុងតែដាក់ពាក្យសុំដើម្បីឲ្យបាន Green Card បានអីហ្នឹងគឺម្ដងនេះគឺគេលែងដាក់បានហ្មងហើយបើលែងដាក់បានគឺដូចជាផ្ដាច់អាលក្ខខណ្ឌស្របច្បាប់រស់នៅអាមេរិកហ្នឹងតែចប់អាលិខិតស្នាមអីតិចតួចហ្នឹងគឺត្រូវបញ្ជូនទៅស្រុកក្រៅវិញជាស្វ័យប្រវត្តិតែម្ដងព្រោះអីតើយើងទៅដាក់ពាក្យពីក្រៅប្រទេសមកមិនបានបើយើងជាអ្នកនៅក្នុងប្រទេសហ្នឹងយើងគឺថានេះគឺជាការធ្វើឲ្យទាល់មកបងប្អូនតើយើងទៅឧទាហរណ៍ដូចផ្ទះតែយើងចូលក្នុងផ្ទះតើយើងចូលចាក់សោហើយយើងចូលក្នុងផ្ទះមិនចឹងចាក់សោចូលក្នុងផ្ទះវាអត់អាចចូលក្នុងផ្ទះហើយបានចាក់សោបើកទ្វារពីក្រៅមកបានទេឥឡូវរឿងនេះគឺអញ្ចឹងយើងមកដល់ចូលក្នុងផ្ទះហើយគេដេញយើងទៅវិញឲ្យទៅក្រៅផ្ទះដើម្បីចាក់សោចូលមកម្ដងទៀតក៏ប៉ុន្តែនៅពេលដែលយើងចេញទៅក្រៅផ្ទះហ្នឹងគឺយើងដឹងឲ្យចូលវិញអត់បានទេព្រោះអីអាមេរិកតែយើងចេញទៅអត់មានឯកសារចេះយើងចេញទៅគឺដឹងឲ្យលែងចូលវិញបានហើយព្រោះឥឡូវនៅក្នុងផ្ទះហើយនៅក្នុងផ្ទះហ្នឹងគឺដើម្បីឲ្យភាពស្របច្បាប់គឺយើងសុំម្ចាស់ផ្ទះដើម្បីឲ្យបាននៅក្នុងផ្ទះហ្នឹងស្របច្បាប់ប៉ុន្តែឥឡូវម្ចាស់ផ្ទះប្រាប់ថាអត់ទេកាលលើកមុនអនុញ្ញាតឲ្យចូលមកដល់ក្នុងផ្ទះអញ្ចឹងហើយដាក់ពាក្យសុំនៅក្នុងផ្ទះហ្នឹងបានអាចស្របច្បាប់យើងរស់នៅក្នុងហ្នឹងទៅប៉ុន្តែឥឡូវអត់ទេមកនៅក្នុងផ្ទះហ្នឹងមែនហើយប៉ុន្តែត្រូវចេញទៅក្រៅវិញដើម្បីដាក់ពាក្យសុំបើអញ្ចឹងទេអត់ឲ្យចូលមកវិញទេតែចេញទៅគេលែងឲ្យចូលមកវិញហើយទៅដាក់ពាក្យសុំអាម៉េចបើអ្នកខ្លះខ្លាចចេញទៅគេលែងឲ្យចូលមកវិញអញ្ចឹងនឹងដាច់អាពាក្យសុំហ្នឹងឲ្យដាក់អត់បាននឹងគេបដិញ្ញចេញដោយស្វ័យប្រវត្តិគឺរស់នៅដោយខុសច្បាប់អត់ឯកសារអីទាំងអស់រឿងនេះគឺជារឿងរកម្មចិត្តសម្រាប់ជនអន្តោប្រវេសន៍ច្រើនណាស់ដែលកំពុងតែរងចាំដាក់ពាក្យសុំបានស្នាក់នៅអចិន្ត្រៃយ៍ឬ Green Card ហើយរឿងនេះគឺពេញចិត្តខ្លាំងណាស់អ្នកដែលស្អប់ខ្ពើមជនអន្តោប្រវេសន៍ប៉ុន្តែបើជនអន្តោប្រវេសន៍ទាំងអស់នោះជាបងប្អូនរបស់អស់លោកហើយបើបងប្អូនបោះឆ្នោតឲ្យលោកត្រាំលោកលេបទឹកភ្នែកហ្នឹងទៅទូលរែកទៅខ្ញុំមិនដឹងទេអឺខ្ញុំជាជនអន្តោប្រវេសន៍ម្នាក់ដែរគឺខ្ញុំមានសមានចិត្តចំពោះជនអន្តោប្រវេសន៍បើគ្នាបានមកដល់សហរដ្ឋអាមេរិកហើយខុសច្បាប់មិនខុសច្បាប់អីសម្របសម្រួលគ្នាទៅអីកាលលើកមុនយើងយកស្អីគេអាចឆ្នោតស្អីគេមួយឆ្នាំ 50000 នាក់ដែលចង់បានប្រជាពលរដ្ឋពីគេមកធ្វើការធ្វើអីដើម្បីជួយសេដ្ឋកិច្ចអាមេរិកបកគោប្រកាសហៅឲ្យចាប់ឆ្នោតពីប្រទេសគ្រប់ទូទាំងពិភពលោកឥឡូវប្រជាពលរដ្ឋចូលមកដល់ក្នុងហ្នឹងហើយគ្រាន់តែឲ្យលិខិតគ្នាសពច្បាប់ដើម្បីឲ្យគ្នារស់នៅអាស្រ័យផលជួយសេដ្ឋកិច្ចអាមេរិកនឹងដែរទៅពួកគាត់មានមកធ្វើអីធ្វើការលក់ពលកម្មដើម្បីសហគ្រាសដើម្បីអាជីវកម្មដើម្បីរោងចក្របានកម្រៃពលកម្មថ្លៃឈ្នួលអីហ្នឹងវាធូរថ្លៃទៅគឺឲ្យសង្វាក់ផលិតកម្មហ្នឹងអាចប្រកួតប្រជែងទីផ្សារដើម្បីជួយសេដ្ឋកិច្ចអាមេរិកតើគេយើងខ្វះអីហេតុអីក៏ធ្វើទុកបុកម្នេញគាត់អីសម្បើម្ល៉េះហើយបងប្អូនខ្ញុំឆ្លេះត្រឹមប៉ុណ្្នឹងចាស់បងប្អូនឥឡូវដោយសារតែហ្នឹងហើយដោយសារថ្ងៃសៅរ៍ហើយយប់ថ្ងៃសៅរ៍ហើយព្រឹកថ្ងៃសៅរ៍នៅខ្ញុំផ្អែមបន្លាយអញ្ចឹងខ្ញុំបញ្ចប់ការផ្សាយត្រឹមប៉ុណ្ណេះរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាហើយអរុនសួស្តីបងប្អូននៅទីក្រុងឡុងប៊ិច
រីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា